ពេលកំពុងធ្វើការនៅក្នុងរោងចក្រដែលម្ខាងរបស់ខ្ញុំត្រូវបានម៉ាស៊ីនកិនចូលខ្ញុំស្មានតែនឹងទទួលបានការមើលថែយ៉ាងទទួលបានប្រាក់សំណងគ្រោះថ្នាក់ការងារតែលទ្ធផលពេលដឹងខ្លួនក្រោយវាការដំបូងដែលមេកោយប្រាប់ខ្ញុំគឺដោយសារតែដៃរបស់ឯងនឹងហើយទើបធ្វើឲ្យម៉ាស៊ីនត្រូវបញ្ឈប់ដើម្បីពិនិត្យជួសជុលរោងចក្រត្រូវខាត់បងអស់រាប់លានយន់ចៅចាងឲ្យអញសងរាប់លានវាមិនសមហេតុផលទេអញសងត្រឹមតែ30,000យន់ទៅបានហើយក្រោមការគំរាមកំហែងពីមេកោយនិងការអង្រកពីម្ដាយចុងក្រោយខ្ញុំក៏សម្រេចចិត្តចុះហត្ថលេខាលើលិខិតជំពាក់បំណុល30,000យន់ទាំងទឹកភ្នែកដៃក៏ត្រូវដាច់អស់ម្ខាងបំណុល30,000យន់ជាប់ខ្លួនគ្មានរោងចក្រណាគេទទួលយកខ្ញុំឡើយខ្ញុំមានតែដើររើសអេតចាយរើសដងមួយដើម្បីសងបំណុលដ៏សាហាវនោះមានម្ដងនោះពេលកំពុងរើដកនៅមុខខាងបាយខ្ញុំក៏បានឮសំឡេងសាច់អួតអាងរបស់មេកោយក្នុងរោងចក្ររួមទាំងការពិតដែលត្រូវបានគេលាក់បាំងតាមពិតទៅអាម្នាក់ដែលដាច់ដៃនោះវាមិនបានធ្វើខុសបច្ចេកទេសអីទេក្រុមហ៊ុនធំបានផ្ដល់ប្រាក់សំណងដល់ទៅ3លានយន់ឯណោះផ្ទះនិងឡានរបស់ខ្ញុំក៏ទិញបានដោយសារលុយនោះដែរហាពេលនោះខ្លួនប្រាណខ្ញុំញ័រចម្លាក់ដោយភាពខឹងសម្បាចុះបើវាដឹងរឿងនេះទៅវាមិនអាចដឹងរឿងនេះបានទេដោយសារបំណុល30,000យន់នោះវាប្រហែលជាលួចរត់បាត់តាំងពីយូរហើយក្នុងពេលដែលខ្ញុំកំពុងតែភាំងស្មារតីក៏មានឡានដឹកទំនិញដ៏ធំមួយបើកមុខយ៉ាងលឿនខ្ញុំត្រូវបានឡានបុកទៀតទៅចម្ងាយជាង5ម៉ែត្រលុះត្រាតែស្លាប់ទើបដឹងការពិតពេលបើកភ្នែកឡើងវិញខ្ញុំក៏បានកើតជាថ្មីត្រឡប់មកវិញនៅ1វិនាទីមុនពេលដែលខ្ញុំត្រូវបាត់បង់នៅក្បែរខ្លួនខ្ញុំគឺជាម៉ាស៊ីនដែលធ្វើឲ្យខ្ញុំចងចាំមិនភ្លេចពីជាតិមុនជាម៉ាស៊ីនដែលធ្វើឲ្យខ្ញុំពេញដោយភាពតក់ស្លុតពេលនេះវាកំពុងតែបន្លឺសំឡេងយ៉ាងខ្លាំងខ្ញុំញ័រខ្លួនទៅហើយដើរថយក្រោយពី3ជំហានជាតិកាលនេះខ្ញុំមិនឲ្យរឿងដែលកើតឡើងទៀតឡើយតែ1វិនាទីក្រោយមកមានកម្លាំងរុញយ៉ាងខ្លាំងពីខាងក្រោយមកលើរូបខ្ញុំបានត្រឹមតែបើកភ្នែកមើលដៃរបស់ខ្ញុំត្រូវបាត់បង់ម្ដងទៀតពេលខ្ញុំដឹងខ្លួនឡើងវិញម៉ែរបស់ខ្ញុំកំពុងតែយំយ៉ាងខ្លាំងចៅឆឹងឲ្យទៅថ្ងៃមុខតើកូនអាចរកការងារធ្វើឬរៀបការយកប្រពន្ធបានយ៉ាងម៉េចទៅពេលនោះប្រធានផ្នែកផលិតបានដើរចូលមកពីខាងក្រៅម៉ែក្រោកឈរឡើងភ្លាមទឹកមុខរបស់គាត់ពេញដោយភាពខឹងសម្បាដាក់ឆឹងយៀនមកពីអញទាំងអស់គឺអញដែលធ្វើឲ្យដៃកូនឆឹងរបស់ខ្ញុំត្រូវដាច់បែបនេះអញត្រូវតែសម្ដែងឲ្យកូនអញវិញឆឹងយៀននិងម៉ែរបស់ខ្ញុំមានចុកសាច់ឈាមជាសាច់ញាតិមកគិតតាមឋានៈគេត្រូវហៅម៉ែខ្ញុំថាបងស្រីជីដូនមួយហើយក៏ជាគេដែលនាំខ្ញុំឲ្យចូលមកធ្វើការក្នុងរោងចក្របងស្រីទី3បងស្ងប់អារម្មណ៍បន្តិចទៅគេអង្គុយចុះលើកៅអីហើយនិយាយដោយអួតអាងថាតើមានន័យថាម៉េចដែលថាខ្ញុំធ្វើឲ្យដៃវាដាច់នោះគឺវាខ្លួនអញទេដែលធ្វើខុសបច្ចេកទេសតើអញចង់មានន័យថាម៉េចម៉ែរបស់ខ្ញុំស្រឡាំងកាំងរោងចក្របានឆែកមើលកាមេរ៉ាសុវត្ថិភាពហើយឃើញថាវាខ្លួនអញទេដែលធ្វើខុសបច្ចេកទេសទើបបណ្ដាលឲ្យដៃរបស់វាត្រូវបានម៉ាស៊ីនកិនចូលទៅឥឡូវនេះដោយសារតែរឿងនេះផ្នែកផលិតទាំងមូលត្រូវផ្អាកការងារតែខ្ញុំមកទីនេះគឺដើម្បីមកនិយាយជាមួយពួកអញពីរឿងសង្ការខូចខាតដល់រោងចក្រម៉ែខ្ញុំស្រឡាំងកាំងនិយាយមិនចេញរោងចក្រមួយសន្ទុះទើបគាត់តបវិញថាអញនិយាយថាអីអញនិយាយថាអីមិញហ្នឹងពួកយើងត្រូវសងលុយទៀតអីកូនប្រុសខ្ញុំដាច់ដៃហើយពួកឯងនៅចង់ឲ្យពួកយើងសងលុយទៀតមែនទេគាត់ក៏ដួលអង្គុយចុះទៅលើដីហើយចាប់ផ្ដើមយំសោកបោកខ្លួនយ៉ាងខ្លាំងឆឹងយៀនមិនខ្វល់ពីទង្វើរបស់គាត់ឡើយគេអូសកៅអីមកអង្គុយនៅចំពោះមុខខ្ញុំរួចហើយឈ្មោះថាចៅឆឹងម៉ែឯងមិនយកការងារទេតែឯងគួរតែយល់ពីច្បាប់ក្នុងរោងចក្រម៉ាស៊ីននេះនាំចូលពីបរទេសការថែទាំត្រូវអស់លុយរាប់សែនយន់លើកនេះវាខូចត្រូវហៅវិស្វករមកពីក្រៅប្រទេសទៀតសុទ្ធតែជាលុយទាំងអស់ហើយឥឡូវនេះផ្នែកផលិតត្រូវឈប់សម្រាកមួយថ្ងៃខាតបង់អស់រាប់សែនយន់ឯណោះសរុបទាំងអស់ចូលគ្នាការខាតបង់គឺដល់ទៅ3លានយន់ហើយគេនិយាយដោយសម្ដីមឹងម៉ាត់ចំនួនលុយដ៏ច្រើនមហាសាលនេះធ្វើឲ្យម៉ែខ្ញុំភ័យខ្លាំងរហូតដល់លេងហូរទឹកភ្នែកតើពួកគេត្រៀមចាត់ការរឿងនេះយ៉ាងម៉េចម៉ែខ្ញុំខ្ទប់មាត់សំឡេងយំក៏ស្ងាត់ឈឹងនៅពេលឮថាឲ្យចៅឆឹងសងលុយបើមិនសងទេគឺត្រូវជាប់គុកលុយច្រើនយ៉ាងនេះតើឲ្យពួកយើងសងតាមណាទៅម៉ែខ្ញុំភ័យស្លន់ស្លោរួចក៏ចាប់ដៃគេអង្គរកយ៉ាងទន់ទៀតថាឆឹងយៀនពួកយើងជាសាច់ញាតិនឹងគ្នាទេណាអញជួយនិយាយជាមួយមេកោយឲ្យបន្តិចទៅកុំឲ្យពួកយើងសងលុយអីគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាតទឹកមុខរបស់ម៉ែខ្ញុំបានធ្វើឲ្យវាយចូលក្នុងផែនការរបស់ឆឹងយៀនបាត់ទៅហើយគាត់ធ្វើទឹកមុខហាក់ដូចជាពិបាកចិត្តណាស់បងស្រីទី3តើទំនាក់ទំនងយើងទាំងពីរឲ្យខ្ញុំមិនខ្វល់បានយ៉ាងម៉េចគ្រួសារបងសងត្រឹមតែ30,000យន់គឺគ្រប់គ្រាន់ហើយរោងចក្រមិនមែនខ្ញុំជាអ្នកបើកឡើយ30,000យន់មិនច្រើនប៉ុន្មានទេធ្វើការតែ2ឆ្នាំក៏អាចរកសម្វិញបានដែរតើអញគិតយ៉ាងម៉េចដែរខ្ញុំសម្លឹងមើលទៅឆឹងយៀនដោយក្រសែភ្នែកដ៏ត្រជាក់ស្មាត់រហូតដល់ខ្ញុំមានអារម្មណ៍ថាវាមិនត្រឹមត្រូវឡើយលុយនេះខ្ញុំមិនសងជាដាច់ខាតឆឹងយៀនជ្រួញចិញ្ចាំភ្លាមគាត់បានអូសកៅអីក្បែរក្រែមកក៏អង្គុយចុះយ៉ាងខ្លាំងចៅឆឹងខ្ញុំដឹងថាអញបាត់បង់ដៃម្ខាងពិតជាឈឺចាប់នឹងតូចចិត្តណាស់ប៉ុន្តែអញកុំសម្រេចចិត្តក្នុងពេលដែលកំពុងខឹងអីបើអញមិនសងលុយទេអញនឹងត្រូវជាប់ពន្ធនាគារយ៉ាងហោចណាស់ក៏10ឆ្នាំដែរដល់ពេលនោះជីវិតអញនឹងត្រូវរលាយអស់ហើយគាត់ធ្វើពុតជាមានទឹកមុខឈឺចាប់ខ្លាំងណាស់ហាក់ដូចជាកំពុងបារម្ភពីខ្ញុំពិតមែនកាលពីជាតិមុនគឺមកពីពាក្យថា30,000យន់របស់គាត់នឹងឯងរួមទាំងពាក្យថាជាប់គុក10ឆ្នាំដែលធ្វើឲ្យខ្ញុំភ័យខ្លាចទើបត្រូវគាត់បោកបញ្ឆោតឲ្យចុះហត្ថលេខាលើកិច្ចសន្យាជំពាក់បំណុលថ្ងៃបន្ទាប់គាត់ក៏ធ្វើទឹកមុខពិបាកចិត្តជាខ្លាំងហើយប្រាប់ខ្ញុំថាដោយសារតែរឿងរបស់ខ្ញុំព្រោះគាត់ក៏ត្រូវគេបញ្ឈប់ពីការងារដែរពេលនោះខ្ញុំមានអារម្មណ៍ខុសចំពោះគាត់ខ្លាំងណាស់ក្រោយពេលចេញពីមន្ទីរពេទ្យខ្ញុំថែមទាំងបានយករបស់របរទៅអរគុណគាត់ទៀតផងប៉ុន្តែអ្នកជិតខាងគាត់បែរជាប្រាប់ខ្ញុំថាបន្ទាប់ពីត្រូវគេបញ្ឈប់ការងារគាត់ក៏បានទៅធ្វើការនៅទីក្រុងបាត់ទៅហើយខ្ញុំតែងតែគិតថាគាត់រស់នៅយ៉ាងលំបាកវេទនានៅក្នុងទីក្រុងរហូតដល់ពេលដែលខ្ញុំដើររើសអេតចាយនៅក្នុងទីក្រុងទើបខ្ញុំបានឮសម្ដីដែលគាត់និយាយជាមួយអ្នកផ្សេងហើយក៏បានដឹងការពិតបន្ទាប់ពីដៃរបស់ខ្ញុំត្រូវម៉ាស៊ីនកិនចូលទៅរោងចក្របានតាក់ទងទៅការិយាល័យកណ្ដាលភ្លាមពេលនោះការិយាល័យកណ្ដាលកំពុងត្រៀមខ្លួនចុះបញ្ជីក្នុងទីផ្សារចង់ឲ្យមានរឿងអាស្រូវបែបនេះកើតឡើងក៏បានផ្ញើប្រាក់សំណងចំនួន30,000យន់មកឲ្យរោងចក្រទាំងយប់ឆឹងយៀនបានស្ម័គ្រចិត្តមកជួបនិយាយជាមួយខ្ញុំហើយក៏បានលួចកេងបន្លំយកប្រាក់30,000យន់នោះទុកម្នាក់គាត់បានយកលុយ30,000យន់នោះទៅទិញផ្ទះនិងឡាននៅក្នុងទីក្រុងរស់នៅយ៉ាងមានក្តីសុខបំផុតចំណែកឯខ្ញុំវិញត្រូវរងរាប់បំណុលចំនួន30,000យន់រស់នៅបានត្រឹមតែដើររើសអេតចាយប៉ុណ្ណោះនឹកដល់ថ្ងៃទាំងនោះខ្ញុំចង់តែហែកសាច់មនុស្សនៅចំពោះមុខនេះជាបំណែកណាស់ខ្ញុំសម្លឹងមើលឆឹងយៀនមិនដាក់ភ្នែករួចក៏ក្រោកឈរឡើងយ៉ាងលឿនហើយនិយាយថាខ្ញុំមិនសងលុយហើយក៏មិនទៅជាប់គុកដែរខ្ញុំរងរបួសក្នុងពេលកំពុងបំពេញការងារនៅក្នុងរោងចក្រជាគ្រោះថ្នាក់ការងារយោងតាមច្បាប់ស្តីពីការធានារ៉ាប់រងគ្រោះថ្នាក់ដែលរងរបួសដោយសារមូលហេតុការងាររោងចក្រមិនអាចតម្រូវឲ្យខ្ញុំសងសំណងចំពោះគ្រោះថ្នាក់ដែលបានកើតឡើងផលិតកម្មដែលបណ្ដាលមកពីវាក្រៅពីនេះទៅទៀតរាល់ថ្លៃព្យាបាលរបស់ខ្ញុំក្រោយពេលរងរបួសថ្លៃស្ដារនីតិសម្បទានិងថ្លៃអាហារក្នុងមន្ទីរពេទ្យគឺរោងចក្រត្រូវតែជាអ្នកចេញឲ្យទាំងអស់អ្វីដែលសំខាន់បំផុតនោះគឺរោងចក្រត្រូវតែផ្ដល់ប្រាក់សំណងបន្ថែមឲ្យខ្ញុំទៀតផងបន្ទាប់ពីខ្ញុំនិយាយចប់ញើសក៏ចាប់ផ្ដើមហូរចេញមកលើថ្ងាសរបស់ឆឹងយៀនគាត់ព្យាយាមធ្វើចិត្តឲ្យស្ងប់ហើយបានទេទ្រង់ខ្លួនឯងរួចនិយាយថាអូតាមពិតគឺបែបនេះសោះមិននឹកស្មានថាជើឆឹងឯងចេះដឹងច្រើនដល់ថ្នាក់នេះមើលទៅប្រហែលជាខាងការិយាល័យកណ្ដាលមិនចង់សងលុយហើយអញកុំបារម្ភអីខ្ញុំនឹងទៅជួយនិយាយរឿងសំណងនេះឲ្យមិនឲ្យពួកគេខ្វះសំបីតែមួយសេនឡើយលោកមារឿងនេះមិនបាច់រំខានលោកមាឲ្យដើរចុះឡើងនាំតែហត់ទេខ្ញុំប្រកាសជាមិនត្រឡប់ទៅធ្វើការនៅរោងចក្រវិញឡើយលោកមានៅត្រូវធ្វើការនៅទីនោះទៀត
ចាំខ្ញុំជួបនិយាយជាមួយខាងរោងចក្រដោយផ្ទាល់ខ្លួនឯងពួកយើងជាគ្រួសារតែមួយតើគ្មានអ្វីដែលថារំខាននោះទេទោះបីជាត្រូវបាត់បង់ការងារក៏ដោយក៏ខ្ញុំត្រូវតែរកយុទ្ធធម៌ឯងឲ្យបានដែរគាត់សម្ដែងធ្វើជាល្អដាក់ខ្ញុំទាំងមិនស្មោះត្រង់ខ្ញុំក៏ញឹមបែបខ្លាំងខ្លាយតបទៅវិញចុងក្រោយគាត់ក៏ចាក់ចេញទៅទាំងទឹកមុខស្រពោនហើយបន្ទាប់ពីឈឹងយានចេញទៅបាត់ម៉ែរបស់ខ្ញុំក៏ចាប់ផ្ដើមរអ៊ូតមបន្ទោសខ្ញុំភ្លាមហើយអ្វីបានជាឯងមិនឲ្យលោកមីជួយចេញមុខដោះស្រាយឲ្យគាត់មានមុខមាត់ធំដុំជាងឯងឆ្ងាយណាស់នៅចំពោះមុខការរអ៊ូតមរបស់ម៉ែខ្ញុំមិនបានតបសំបីតែមួយម៉ាត់ប្រសិនបើឲ្យគាត់ដឹងថាខ្ញុំកំពុងរារាំងឈឹងយានមិនឲ្យយកប្រាក់សំណងគាត់ច្បាស់ជាបន្ទោសថាខ្ញុំធ្វើឲ្យខូចទំនាក់ទំនងបងប្អូនសាច់ញាតិមិនខានខ្ញុំបានប្រាប់ថាចង់ជួបនិយាយជាមួយខាងរោងចក្រដោយផ្ទាល់នឹកស្មានមិនដល់ថាថ្ងៃបន្ទាប់មេការរោងចក្រក៏បានមកដល់ទីនេះដោយផ្ទាល់ឈឹងយាននិងមេការរោងចក្របានមកជាមួយគ្នានៅថ្ងៃនេះវាបង្ហាញយ៉ាងច្បាស់ថាពួកគេទាំងពីរបានរួមគំនិតគ្នាទុកជាមុនបាត់ទៅហើយចៅឈឹងសំណុំពររបស់ឯងឈឹងយានបានប្រាប់ខ្ញុំអស់ហើយអ្វីដែលយើងគូផ្ដល់ឲ្យយើងនឹងផ្ដល់ឲ្យឯងពិតប្រាកដមែនទាំងថ្លៃព្យាបាលនិងថ្លៃខាតបង់ពេលវេលាធ្វើការយើងនឹងចេញឲ្យទាំងអស់ក្រៅពីនេះនៅមានប្រាក់សំណងចំនួន 30,000 យ៉នបន្ថែមទៀតថ្ងៃនេះខ្ញុំបានយកវាមកជាមួយដែរអញសម្រាប់ព្យាបាលខ្លួនឲ្យបានល្អទៅសូមជូនពរឲ្យឯងឆាប់ជាសះស្បើយខ្ញុំខឹងរហូតសាច់ចេញមកខ្ញុំសម្លឹងមើលអ្នកនៅចំពោះមុខមិនដាក់ភ្នែកមានតែប៉ុណ្្នឹងទេនៅមានអ្វីទៀតទេឆៅឈឹង 30,000 យ៉នមិនតិចទេណានេះគឺជាលុយដែលលោកប្រធានរោងចក្រដកចេញពីហោប៉ៅខ្លួនឯងចង់បានប៉ុន្មានទៅខ្ញុំចង់បាន 3 លានយ៉នក្នុងបន្ទប់ស្រាប់តែស្ងាត់ជ្រុងភ្លាមប៉ុន្មានវិនាទីក្រោយមកប្រធានរោងចក្រក៏ខឹងសម្បាយ៉ាងខ្លាំងហើយសួរថាឯងឈួតព្រោះចង់ក៏ខ្លាំងពេកឯង 30,000 យ៉ននេះគឺខុសនឹងប័ណ្ណបញ្ជាទៅហើយនឹកស្មានមិនដល់ថាឯងហ៊ានទាដល់ទៅ 3 លានយ៉នចុះហេតុអីក៏ឯងមិនទៅប្លន់តែម្ដងទៅឆៅឈឹងឯងពិតជាធ្វើលើសពេកហើយ 3 លានយ៉ននឹងគឺស្មើនឹងការគំរាមទារប្រាក់ទៅហើយបើដឹងប៉ូលីសគេអាចចាប់ឯងដាក់គុកបានណាទទួលយកត្រឹមនឹងទៅកុំឲ្យខាត់ដល់ពេលនេះខ្ញុំទើបតែយល់ច្បាស់ថាអ្នកទាំងពីរអ្នកនេះគឺមានចិត្តណាធ្វើបែបប្រកបជាបាក់ពុកជាមួយគ្នាហើយច្បាស់ជាលេបយកលុយ 3 លានយ៉នរបស់ខ្ញុំអស់ហើយបើលោកគិតថាខ្ញុំគំរាមទារប្រាក់អញ្ចឹងក៏ទៅប្តឹងប៉ូលីសទៅខ្ញុំត្រូវម៉ាស៊ីនកិនដាច់ដើមខាងគឺចាត់ទុកជាពិការភាពកម្រិតទី1តាមច្បាប់យ៉ាងហោចណាស់ក៏ត្រូវសងសំណងឲ្យខ្ញុំស្មើនឹងប្រាក់ខែ27ខែមិនទាន់គិតដល់ថ្លៃថែទាំនិងថ្លៃស្ដារនីតិសម្បទាផងពួកបញ្ចូលគ្នាទាំងអស់វាមិនអាចត្រឹមតែ 30,000 យ៉ននោះទេបើលោកចង់ប្តឹងខ្ញុំក៏នឹងប្តឹងលោកវិញដែរអ្នកដែលគ្មានអ្វីបាត់បង់គឺមិនខ្លាចអ្នកមានអំណាចនោះទេយ៉ាងណាក៏ដៃខ្ញុំបាត់បង់ទៅហើយរកការងារធ្វើក៏មិនបានដែរខ្ញុំមានពេលវេលាច្រើនណាស់ខ្ញុំសើចចំអកដោយទឹកមុខត្រជាក់ស្រជុំនៅក្រោមការគំរាមកំហែងរបស់ខ្ញុំទឹកមុខអ្នកទាំងពីរបានផ្លាស់ប្ដូរភ្លាមហាបើអញ្ចឹងអញទៅប្តឹងចុះប្តឹងទៅនិយាយរួចគាត់ក៏បាត់ទ្វារដើរចេញទៅយ៉ាងលឿនឈឹងយ៉ានក៏រត់តាមទៅក្រៅតបនាទីក្រោយមកគាត់ក៏រត់ត្រឡប់មកស្ដីបន្ទោសឲ្យខ្ញុំវិញគាត់ដើរមកជិតខ្ញុំទាំងដង្ហក់ហើយនិយាយថាឆៅឈឹងឯងនេះពិតជាល្ងងខ្លៅណាស់តើសម្ដីទាំងនោះឯងបានឃើញតាមអ៊ីនធឺណិតមែនទេហេតុអីក៏ឯងជឿតាមសម្ដីក្នុងអ៊ីនធឺណិតទៅវិញផ្នែកច្បាប់នៅទីស្នាក់ការកណ្ដាលខ្លាំងណាស់ឲ្យតែឡើងតុលាការគឺពួកគេមិនដែលចាញ់ឡើយម្យ៉ាងទៀតក្នុងកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាគឺឯងខ្លួនឯងដែលលោតចូលទៅរកម៉ាស៊ីននោះចំណុចនេះគឺមិនចំណេញដល់ឯងឡើយមិនអាចទៅរួចទេខ្ញុំសូមមើលកាមេរ៉ាសុវត្ថិភាពមូលហេតុដែលខ្ញុំចង់មើលកាមេរ៉ាសុវត្ថិភាពគឺដោយសារតែខ្ញុំចង់ដឹងថាអ្នកណាជាអ្នករុញខ្ញុំតើគឺជាអ្នកណាឲ្យពិតប្រាកដកាមេរ៉ាសុវត្ថិភាពមិនមែនឲ្យតែឯងចង់មើលគឺអាចមើលបានតាមចិត្តទេយកដល់យើងជាសាច់ញាតិខ្ញុំសូមណែនាំឯងមួយម៉ាត់យកលុយ 30,000 យ៉ននេះទៅទទួលយកត្រឹមនឹងទៅកុំឲ្យខាត់បងរូបភាពក្នុងកាមេរ៉ាពិតជាមិនល្អសម្រាប់ឯងឡើយទោះបីជាឯងមិនបានលោតចូលទៅដល់ខ្លួនឯងក៏ដោយគេមិនសងលុយឯងច្រើនដល់ថ្នាក់នេះដែរបើគេសងលុយឯងច្រើនបែបនេះបុគ្គលិកផ្សេងទៀតក្នុងរោងចក្រដឹងពួកគេនឹងធ្វើតាមជាមិនខានតើរោងចក្រនេះនៅចង់បើកបន្តទៀតដែរឬទេគាត់និយាយទាំងគំរាមកំហែងនិងលួងលោមប៉ុន្តែខ្ញុំនៅតែនិយាយសម្ដីដដែលខ្ញុំនៅតែទាមទារ 3 លានយ៉នមិនឲ្យខ្វះសម្ដីតែមួយសេនចុងក្រោយឈឹងយ៉ានក៏លែងចង់សម្ដែងធ្វើជាមនុស្សល្អតែចង់អស់ពីរដងអញ្ចឹងក៏តាមចិត្តឯងទៅចុះគាត់ក៏ក្រោកឈរដើរចេញទៅក្រៅក៏លមុំជួបនឹងម៉ាក់របស់ខ្ញុំដែលទើបតែទិញបាយត្រឡប់មកវិញបងស្រីទី3បងពិតជាបង្កើតបានកូនប្រុសដ៏ល្អម្នាក់មែនក្រោយពេលគាត់ចេញទៅបាត់ម៉ាក់ត្រឡប់មកវិញក៏ស្ដីឲ្យខ្ញុំថាតើថ្ងៃនេះមិនមែនជារឿងសំណងទេតើកូនបាននិយាយអ្វីខ្លះទៀតហើយខ្ញុំកំពុងតែធុញថប់ក្នុងចិត្តក៏មិនបានឆ្លើយតបអ្វីទៅគាត់ដែរកូនមិនត្រូវធ្វើឲ្យលោកពូរបស់កូនខឹងនោះទេគេឲ្យកូនប៉ុន្មានក៏យកប៉ុណ្ណឹងទៅយ៉ាងណាក៏ដោយគឺមកពីកូនខ្លួនឯងមិនប្រយ័ត្នទើបធ្វើឲ្យបាត់បង់គេក៏ឲ្យលុយខ្លះគឺវាល្អណាស់ទៅហើយខ្ញុំក៏យកភួយមកគ្រប់ក្បាលឲ្យចិត្តព្រោះមិនចង់និយាយរកគាត់ចាប់ពីពេលនោះរហូតដល់ចេញពីមន្ទីរពេទ្យខាងរោងចក្រមិនបានបញ្ជូនអ្នកណាមកទៀតឡើយប៉ុន្មានថ្ងៃនោះខ្ញុំបានគិតគូររឿងរ៉ាវទាំងអស់ឡើងវិញយ៉ាងម៉ត់ចត់បំផុតមិនថាការពីជាតិមុនឬក៏ជាតិជីនេះទេខ្ញុំប្រកាសក្នុងចិត្តថាខ្ញុំមិនបានលោតចូលទៅក្នុងម៉ាស៊ីនដែលឈឹងយ៉ាននិងប្រធានរោងចក្រនិយាយបែបនេះគឺគ្រាន់តែចង់លេងល្បែងផ្លូវចិត្តជាមួយខ្ញុំតែខ្ញុំដាច់ខាតត្រូវតែស៊ូឲ្យដល់ទីបំផុតក្រោយពេលចេញពីមន្ទីរពេទ្យខ្ញុំក៏បានទៅរោងចក្រដើម្បីចង់ជេរពីរឿងសំណងម្ដងទៀតនឹកស្មានមិនដល់ថាលោកប្រធានរោងចក្ររវីដែលហើយនិយាយថាសំណងអីទៅតើឯងមិនមែនបានទទួលយកលុយ 30,000 យ៉ននោះហើយទេខ្ញុំស្រឡាំងកាំងក្នុងចិត្តតាំងពីពេលណាប្រធានរោងចក្របានដកក្រដាសមួយសន្លឹកចេញពីឯកសារនៅលើក្រដាសនោះមានសំណេរយ៉ាងច្បាស់លាស់ថាខ្ញុំបានព្រមទទួលយកសំណងរួចហើយនៅកន្លែងចុះហត្ថលេខាមានឈ្មោះរបស់ខ្ញុំនិងមានផ្តិតមេដៃថែមទៀតគ្រាន់តែក្រឡេកមើលមួយផ្លែតខ្ញុំក៏ដឹងភ្លាមថានេះមិនមែនជាហត្ថលេខារបស់ខ្ញុំជាអ្នកផ្តិតមេដៃខ្ញុំដើរជោគផ្ទះទាំងខឹងសម្បាបំផុតហើយបបឯកសារនោះទៅមុខម៉ែហើយអ្វីក៏ម៉ែស៊ីញ៉េលើកិច្ចព្រមព្រៀងនេះដោយមិនសួរយោបល់ខ្ញុំមួយម៉ាត់ម៉ែដឹងទេថាប្រាក់សំណងដែលខ្ញុំទាមទារគឺ 3 លានយ៉នវាមិនមែនត្រឹមតែ 30,000 យ៉ននោះទេអញថាចង់បាន 3 លានយ៉នគេនឹងឲ្យអញ 3 លានយ៉នមែនទេបុគ្គលិកគេប្រាប់អស់ហើយថាអញធ្វើការខុសបច្ចេកទេសខ្លួនឯងគ្រួសារយើងគ្មានហេតុផលអីទៅខ្វះឈាមគាត់ដើរទៅក្រៅខ្ញុំមិនបានធ្វើខុសទេខ្ញុំមិនបានធ្វើខុសឡើយម៉ែទៅជាមួយខ្ញុំទៅរកពួកគេវិញទៅកិច្ចព្រមព្រៀងនោះមិនត្រឹមត្រូវទេយកលុយទៅសងពួកគេវិញទៅម៉ែមិនទៅណាទាំងអស់លោកពួកអញបានសន្យាថានឹងជួយរកខ្សែស្រឡាយឲ្យបងឯងដើម្បីឲ្យវាបានប្រឡងចូលសាកលវិទ្យាល័យនៅឆ្នាំក្រោយចៅឈឹងប្អូនប្រុសឯងប្រឡងបាក់ឌុបអស់4ឆ្នាំហើយពិបាកណាស់ទម្រាំមានឱកាសបានរៀនសាកលវិទ្យាល័យឬមួយឯងចង់បំផ្លាញអនាគតវាពេលនេះខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ខ្ញុំក៏ប្រវាសដៃគាត់ចេញយ៉ាងខ្លាំងរួចក៏ងាកក្រោយដើរចេញទៅបងប្រុសខ្ញុំជាមនុស្សអន់បញ្ញារៀនអនុវិទ្យាល័យអស់4ឆ្នាំរៀនវិទ្យាល័យអស់7ឆ្នាំពិន្ទុប្រឡងបាក់ឌុបកាន់តែធ្លាក់ចុះពី1ឆ្នាំទៅ1ឆ្នាំតាំងពីតូចដល់ធំម៉ែតែងតែបង្ខំឲ្យខ្ញុំធ្វើសំទានឲ្យវាគ្រប់យ៉ាងថែមទាំងចូលចិត្តនិយាយថាប្អូនខ្ញុំមកពីមិនខំរៀនបើមិនអញ្ចឹងទេពិន្ទុវានឹងខ្ពស់ជាងខ្ញុំមិនខានខ្ញុំមិនយកតតែសោះកូនប្រុសដូចគ្នាពេលខ្ញុំប្រឡងចុះសាកលវិទ្យាល័យម៉ែបែរជានិយាយថាគ្រួសារគ្មានលទ្ធភាពហើយមិនឲ្យខ្ញុំរៀនចុះប្អូនប្រុសរបស់ខ្ញុំម្នាក់នេះហេតុអ្វីអាចប្រឡងចុះប្រឡងឡើងបានដល់ពេលដែលខ្ញុំរងរបួសម៉ែមិនដែលសួរខ្ញុំសំបីមួយម៉ាត់ថាឈឺអត់គាត់ខ្វល់តែរឿងថាថ្ងៃក្រោយខ្ញុំនឹងរកការងារធ្វើមិនបានហើយគ្មានលុយយកមកគ្រប់គ្រងគ្រួសារហើយប្អូនប្រុសខ្ញុំនឹងគ្មានលុយបង់ថ្លៃសាលាពេលរៀនសាកលវិទ្យាល័យគិតដល់ត្រឹមនេះខ្ញុំក៏ញឹមទាំងជឿចាប់ថាអនាគតប្អូនប្រុសមានអ្នកជួយហើយចុះចំណែកខ្ញុំវិញដៃរបស់ខ្ញុំពីកាហើយណាតើខ្ញុំមិនគួរទាមទារប្រាក់សំណងឲ្យខ្លួនឯងឲ្យបានច្រើនជាងនេះទេចុះបើដៃឯងដាច់មែនតែអវយវៈផ្សេងទៀតនៅល្អតើអញពូកែជាងប្អូនឯងឆ្ងាយណាស់
ច្បាស់ជាអាចរកការងារផ្សេងបានមិនខានមកដល់ត្រឹមនេះខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ខ្ញុំសើចចំអកឲ្យខ្លួនឯងពីរដងដោយមិននិយាយអ្វីទាំងអស់ហើយដើរចេញពីផ្ទះទៅមិនឲ្យខ្ញុំបង្កបញ្ហាមែនទេខ្ញុំនឹងបង្កឲ្យមើលម្នាក់សុទ្ធតែមកធ្វើបាបខ្ញុំបែបនេះខ្ញុំត្រូវតែយកអ្វីដែលជារបស់ខ្ញុំត្រឡប់មកវិញឲ្យអស់កន្លះខែក្រោយមកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានចុះមកត្រួតពិនិត្យរោងចក្រគ្រាន់តែមកដល់មាត់ទ្វារហើយចុះពីលើឡានភ្លាមមេការរោងចក្រមិនទាន់ទាំងបានទៅទទួលផងខ្ញុំក៏លើករបស់នៅក្នុងដៃរត់សម្ដៅទៅរកគាត់តែម្ដងអង្គរៈបញ្ចេញប្រតិកម្មយ៉ាងរហ័សដើម្បីការពារលោកប្រធាននៅចំពោះមុខក្រសែភ្នែកមនុស្សម្នីជាច្រើនតែខ្ញុំបែរជារត់ទៅរកមេការរោងចក្រវិញលោកមេការទីបំផុតខ្ញុំបានជួបលោកហើយលោកមេការឲ្យខ្ញុំតាមរកលោកយូរហើយសន្តិសុខអាម្នាក់នេះជាមនុស្សឈួតប្រញាប់ដេញវាចេញទៅឲ្យឆាប់លោកមេការកុំឲ្យពួកគេដេញខ្ញុំអីខ្ញុំមិនបានមកបង្កបញ្ហាទេខ្ញុំមកនេះគឺដើម្បីអរគុណលោកដោយសារតែវាជាការចុះត្រួតពិនិត្យរបស់សហគ្រាសដ៏ធំបំផុតហើយក្រុមហ៊ុនមេក៏ចិត្តនឹងចុះបញ្ជីក្នុងសារមួយក្នុងស្រុកនិងអ្នកសារព័ត៌មានអនឡាញជាច្រើនបានមកជួបជុំគ្នាឃើញបែបនេះពួកអ្នកកាសែតក៏នាំគ្នាសម្រុកចូលមកភ្លាមហើយនាំគ្នាថតរូបទង់ជ័យកិត្តិយសនោះយ៉ាងខ្លាំងហើយទង់ជ័យនេះខ្ញុំទទួលយកហើយអញកុំមកបង្កបញ្ហាអីប្រញាប់ទៅវិញទៅក្មួយប្រុសដ៏ល្ងងរបស់ពូហើយអ្វីក៏អញមកលេងនៅកន្លែងនេះចាំពូជូនអញត្រឡប់ទៅផ្ទះវិញពួកគេទាំងពីរនាក់ម្នាក់រុញម្នាក់ទាញបំរុងនឹងអូសខ្ញុំចេញពីកន្លែងកើតហេតុទៅហើយស្រាប់តែលោកប្រធានបន្លឺសម្លេងភ្លាមថាចាំបន្តិចមេការរោងចក្រនិងបុគ្គលិកម្នាក់នោះស្រឡាំងកាំងផ្អាកសកម្មភាពលោកប្រធានដើរចូលមកសួរដោយទឹកមុខស្រទន់ថាប្អូនប្រុសតើអញក៏ជាបុគ្គលិករបស់ក្រុមហ៊ុនយើងដែរមែនទេអញនិយាយថាអញមកដើម្បីអរគុណមេការរោងចក្ររបស់អញមែនទេតើគាត់បានធ្វើអ្វីខ្លះទើបធ្វើឲ្យអញដឹងគុណយ៉ាងនេះតាមរយៈក្រសែភ្នែករបស់គាត់ខ្ញុំមើលដឹងថាគាត់ដឹងច្បាស់ថាខ្ញុំជាអ្នកណាព្រោះរោងចក្រក្រមអាវុធរបស់គាត់មានបុគ្គលិកដាច់ដៃម្នាក់ក្រុមហ៊ុនបានសម្រេចចិត្តសងជំងឺចិត្តចំនួន3លានយ៉នបើគ្មានហត្ថលេខារបស់លោកប្រធានទេវាមិនអាចទៅរួចឡើយដែលថាប្រាក់សំណងនឹងចូលក្នុងកណនីនយោបាយនោះតែម្ដងក្រុមហ៊ុនត្រូវការផ្សព្វផ្សាយក្នុងផ្លូវវិជ្ជមានលោកប្រធានមើលមកខ្ញុំដោយខ្សែភ្នែកកោតសរសើរយ៉ាងខ្លាំងបើគាត់ចង់ដឹងខ្ញុំពិតជានឹងរៀបរាប់តាមការពិតទាំងអស់តែគ្រាន់តែបំរុងនឹងហាប់មាត់និយាយមាត់របស់ខ្ញុំក៏ត្រូវបានគេខ្ទប់ជាប់ភ្លាមមេការរោងចក្របានបន្ទាបខ្លួននៅចំពោះមុខលោកប្រធានលោកគុំជឿឲ្យសោះថាអ្នកនេះមកដើម្បីអរគុណនោះគេទទួលបានប្រាក់សំណងហើយតែនៅតែថាតិចទៀតគេមកទីនេះគឺដើម្បីបង្កបញ្ហាប៉ុណ្ណោះលោកប្រធានទូគេនិយាយអ្វីក៏លោកគុំជឿឲ្យសោះបន្ទាប់ពីបានឮសម្ដីពួកគេទឹកមុខរបស់លោកប្រធានក៏ប្រែជាស្រពោនភ្លាមគាត់ធៀបនឹងក្រវីដៃឲ្យមនុស្សពីរនាក់នេះនាំខ្ញុំចេញទៅខ្ញុំក៏ហាមាត់ខំបាតដៃរបស់គេយ៉ាងខ្លាំងខ្ញុំបានប្រើកម្លាំងយ៉ាងខ្លាំងខំរហូតដល់គេស្រែកឈឺចាប់យ៉ាងខ្លាំងដៃដែលខ្ទប់មាត់ខ្ញុំក៏របូតចេញខ្ញុំស្រែកទៅកាន់មេការរោងចក្រខ្ញុំពិតជាមកដើម្បីថ្លែងអំណរគុណមែនហើយអ្វីបានជាលោកមិនឲ្យខ្ញុំប្រាប់អ្នករាល់គ្នាលោកបានធ្វើរឿងល្អដ៏ធំធេងណាស់គួរតែឲ្យមនុស្សគ្រប់គ្នាបានដឹងហ្វូងមនុស្សនិងអ្នកសារព័ត៌មានត្រូវបានតាក់ទាញដោយសម្លេងស្រែកក៏នាំគ្នាផ្អើលមកចំរមើលបងប្រុសតើមេការរោងចក្ររបស់បងបានធ្វើរឿងល្អអ្វីខ្លះអូននិយាយមកត្រង់មកពួកយើងកំពុងតែផ្សាយផ្ទាល់នៅទីនេះថានឹងជួយផ្សព្វផ្សាយឲ្យពិភពលោកបានដឹងវាជារឿងអីរបស់ពួកឯងទៅខ្ញុំមិនចង់ឲ្យមានការផ្សព្វផ្សាយអ្វីទាំងអស់តួអង្គសំខាន់នៅថ្ងៃនេះគឺលោកប្រធានរបស់យើងពួកឯងយល់ឲ្យច្បាស់ផងបានទេគេព្យាយាមដេញអ្នកសារព័ត៌មានចេញតែត្រូវបានលោកប្រធានខាត់ទុកលោកប្រធានគិតថាបើខ្ញុំសង្ហែង3លានយ៉នទោះឡើងដល់តុលាការក៏ខ្ញុំនៅតែមានហេតុផលត្រឹមត្រូវតែប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយក្រុមហ៊ុននឹងទទួលបានការអាណិតអាសូរវិញវាមានប្រយោជន៍ដល់ក្រុមហ៊ុនគ្មានអ្នកណាមកខាត់ឡើយខ្ញុំបែរមុខទៅរកកាមេរ៉ាខ្ញុំរៀបរាប់ពីហេតុការណ៍ដែលដៃត្រូវម៉ាស៊ីនកិនការពីពេលធ្វើការខ្ញុំកំពុងឈរធ្វើការនៅមុខម៉ាស៊ីនយ៉ាងត្រឹមត្រូវស្រាប់តែម៉ាស៊ីននោះបានទាញយកដៃអោរបស់ខ្ញុំចូលទៅខ្ញុំមិនទាន់ទាំងដឹងខ្លួនផងដៃទាំងមូលរបស់ខ្ញុំយំរហូតដល់ផ្អើលមេឃផ្អើលដីក៏ត្រូវបាត់បង់ទៅហើយក្នុងពេលដ៏សំខាន់គឺសំណាងបានមេការរោងចក្រជួយគាត់ថាដៃរបស់ខ្ញុំធ្វើឲ្យខូចខាតដល់សង្វាក់ផលិតកម្មក្រុមហ៊ុនតម្រូវឲ្យខ្ញុំសងការខូចខាតសរុបចំនួន3លានយ៉នប៉ុន្តែដោយឃើញគ្រួសារខ្ញុំមានជីវភាពលំបាកគាត់ក៏ស្ម័គ្រចិត្តទទួលរងការសងសំណងចំនួន3លានយ៉ននោះហើយទាំងចេញថ្លៃព្យាបាលឲ្យខ្ញុំទៀតហើយបានផ្ដល់ប្រាក់សំណងឲ្យខ្ញុំចំនួន30000យ៉ននៅពេលដែលខ្ញុំនិយាយពាក្យទាំងនេះចេញមកមនុស្សគ្រប់គ្នាស្រឡាំងទាំងអស់លោកមេការមានលុយ30000យ៉នរបស់លោកនេះខ្ញុំគ្រាន់តែទៅរើសអេតចាយបន្ថែមបន្តិចបន្តួចមួយជាតិកាលនេះខ្ញុំមិនបាច់បារម្ភពីរឿងស៊ីចុកទៀតទេនេះក៏ដោយសារតែលោកដែរមនុស្សនៅទីនោះបើកភ្នែកធំជីសម្លឹងទៅមើលលោកប្រធានដែលកំពុងតែឡើងមុខខ្លួនគ្នាមិនហ៊ាននិយាយអ្វីទាំងអស់តែនៅលើបណ្ដាញសង្គមវិញគឺផ្ទុះការវេកញែកយ៉ាងខ្លាំងនេះមានន័យយ៉ាងម៉េចទៅគ្រោះថ្នាក់ការងាររហូតដល់ដាច់ដៃខាងតែក្រុមហ៊ុនបែរជាមិនចង់សងលុយថែមទាំងឲ្យគេចេញសងការខូចខាតទៀតមែនទេចាស់ទុនមិនដែលចិត្តខ្មៅដល់ថ្នាក់នេះទេដឹងអូនប្រុសម្នាក់នេះពិតជាល្ងងមែនទង្វើបែបនេះគឺច្បាស់ជាខុសច្បាប់ហើយឲ្យតែប្តឹងដល់តុលាការគឺដឹងតែឈ្នះ100%មើលរូបរាងគេទៅច្បាស់ណាស់ថាជាមនុស្សមិនសូវបានរៀនសូត្រមនុស្សប្រភេទនេះគ្រាន់តែបំភ័យបន្តិចបន្តួចទៅគឺគេជឿអ្វីទាំងអស់ហើយការពិភាក្សាតាមអ៊ីនធឺណិតកាន់តែក្តៅគប់បន្ទប់ផ្សាយផ្ទាល់ដែលដើមឡើយមិនសូវមានអ្នកមើលដោយសារតែខ្ញុំទើបមានមនុស្សចូលមើលយ៉ាងច្រើនពេលដែលផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនដឹងខ្លួនហើយចង់បិទការផ្សាយផ្ទាល់ត្រូវបានលោកអនុប្រធានដែលនៅក្បែរនោះបើមិនបិទរឿងនេះប្រហែលជានៅអាចបញ្យល់គ្នាបានតែបើបិទហើយទោះជាមកបកស្រាយតាមក្រោយក៏គ្មានអ្នកណាជឿដែរប្អូនប្រុសប្អូនថាប្អូនដាច់ដៃហើយក្រុមហ៊ុនឲ្យសំណងប្អូនតែ30000យ៉នមែនទេមិនមែនក្រុមហ៊ុនជាអ្នកឲ្យទេគឺលោកមេការជាអ្នកឲ្យក្រុមហ៊ុនឲ្យខ្ញុំសង300,000យ៉នមេការរោងចក្រដឹងខ្លួនវិញទាំងភ័យស្លន់ស្លោលោកប្រធានសូមលោកស្ដាប់ការបកស្រាយរបស់ខ្ញុំសិនលោកប្រធានសម្លឹងមើលគេដោយខ្សែភ្នែកត្រជាក់ស្រុកខ្ញុំចាំថាប្រាក់សំណងដែលខ្ញុំបានអនុម័តគឺ3លានយ៉នហើយអ្វីបានជីទៅដល់ដៃគេនៅសល់តែ30000យ៉នទៅវិញចាងស៊ូងមីងក្រៅពីឯងលួចកាត់យកលុយនោះទុកម្នាក់ឯងខ្ញុំនឹករកហេតុផលផ្សេងទៀតមិនឃើញតតែសោះទៅប្រាប់ផ្នែកបុគ្គលិកនិងផ្នែកច្បាប់ឲ្យបណ្ដេញចាងស៊ូងមីងចេញភ្លាមព្រមទាំងប្តឹងប៉ូលីសដើម្បីចាត់ការតាមផ្លូវច្បាប់មេការភ័យរហូតដល់មុខស្លេកស្លាំងញើសត្រជាក់ហូរស្រក់តាមថ្ពាល់អ្នកសារព័ត៌មាននាំគ្នាសម្រុកមកថតរូបបងប្រុសកុំបារម្ភអីរឿងនេះខ្ញុំពិតជានឹងផ្ដល់យុត្តិធម៌ឲ្យបងជាលទ្ធផលប្រាក់សំណងរបស់អ្នកមិនមែន30000ទេគឺ3លានយ៉នខ្ញុំនឹងឲ្យផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនតាក់ទងទៅអ្នកដើម្បីផ្ទេរប្រាក់ឲ្យបានឆាប់នៅក្នុងបន្ទប់ឡាយផ្ទាល់ស្រាប់តែមានការគ្រប់គ្រងយ៉ាងខ្លាំងភ្លាមមនុស្សមួយក្រុមនាំគ្នាស្រែកថាលោកប្រធានសង្ហាខ្លាំងណាស់មានតែលោកនាយករោងចក្រម្នាក់គត់ដែលភ័យរហូតដល់ទុនជាងលោកប្រធានរឿងនេះមិនមែនដូចអ្វីដែលលោកបានគិតនោះទេសូមលោកផ្ដល់ឱកាសឲ្យខ្ញុំបានពន្យល់បន្តិចមកលុយនោះខ្ញុំពិតជាបានយកមែនតែខ្ញុំមិនបានយកមកដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនឡើយពេលដែលដៃរបស់គេត្រូវបានម៉ាស៊ីនកិនចូលម៉ាស៊ីនក៏បានឈប់ដំណើរការជប់នេះគឺមានរយៈពេលរហូតដល់ទៅច្រើនថ្ងៃការខាតបង់គឺលើសពី3លានយ៉នទៅទៀតលុយនេះខ្ញុំមិនបានស៊ីដាច់សំបីតែបន្តិចគឺយកទៅទូទាត់ការខាតបង់ទាំងអស់ហើយម្យ៉ាងទៀតលោកប្រធានលោកពិតជាយល់ច្រឡំលើលោកនាយករោងចក្រហើយតែគាត់មិនព្រមប្រគល់ប្រាក់សំណងឲ្យចៅឈឹងគឺមកពីគាត់យល់ថាមិនអាចឲ្យបានពីព្រោះនៅថ្ងៃនោះចៅឈឹងគឺជាអ្នកដែលលោតចូលទៅក្នុងម៉ាស៊ីនដោយខ្លួនឯងគេមានបំណងចង់បោកប្រាស់លុយក្រុមហ៊ុនគ្រាន់តែពាក្យនេះភ្លាមមនុស្សគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
Ha 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 រឿងពិតឬក៏ខ្លាំងខ្លាយហ្នឹងមើលទៅយុវជនម្នាក់នេះមិនដូចជាមនុស្សដែលមានល្បិចកបែបនេះសោះម្យ៉ាងទៀតតើមានអ្នកណាដែលចង់បោកប្រាស់លុយរហូតដល់សុកចិត្តឲ្យម៉ាស៊ីនកិនដៃខ្លួនឯងទាំងរូបបែបនេះវាច្បាស់ជាជឿខ្លាំងណាស់នោះវាជាលុយដល់ទៅ3លានយ៉នឯណោះមួយជីវិតរបស់គេក៏មិនអាចរកលុយបានច្រើនដល់ថ្នាក់នឹងដែរប្រហែលជាគេចង់ភ្នាល់ជាមួយវាសនាហើយមើលឡើងកាំងអស់ហើយគ្រាន់តែពាក្យសម្ដីពីរបីម៉ាត់សោះអ្នកគ្រប់គ្នាប្រែពីអាណិតខ្ញុំមកជាសង្ស័យលើរូបខ្ញុំវិញអ្នកទាំងពីរនិយាយផ្ដេសផ្ដាសហើយតើខ្ញុំអាចធ្វើបែបនេះដើម្បីលុយបានយ៉ាងម៉េចឲ្យម៉ាស៊ីនកិនដៃខ្លួនឯងដោយចិត្តណាអញ្ចឹងឬខ្ញុំក៏លេចមើលទៅលោកប្រធានការពិតមិនមែនដូចអ្វីដែលពួកគេនិយាយនោះទេបើលោកមិនជឿលោកអាចឆែកមើលកាមេរ៉ាសុវត្ថិភាពបានឆែកកាមេរ៉ាសុវត្ថិភាពទៅឆែកកាមេរ៉ាសុវត្ថិភាពទៅឆែកមើលទៅកាមេរ៉ាសុវត្ថិភាពមែនហើយតើពិតជាលោតចូលដោយខ្លួនឯងមែនឬអត់គ្រាន់តែឆែកកាមេរ៉ាសុវត្ថិភាពទៅក៏ដឹងបាត់ទៅហើយលោកប្រធានមកក្បាលយកព្រមឲ្យលោកនាយករោងចក្រនាំយើងទៅបន្ទប់ត្រួតពិនិត្យដើម្បីមើលហេតុការណ៍ពិតប្រាកដនៅថ្ងៃនោះប៉ុន្តែលោកនាយករោងចក្របែរជាក្រវីក្បាលហើយថារឿងនេះទុកវាចោលទៅល្អជាងបើមិនហ៊ានឆែកកាមេរ៉ាបង្ហាញថាពិតជាមានរឿងលាក់បាំងមែនទេគឺគាត់នឹងហើយដែលតាំងចិត្តស៊ីដាច់លុយនោះតើអ្នកណាដែលមានរឿងលាក់បាំងទៅខ្ញុំខ្លាចថាបើឃើញរូបភាពក្នុងកាមេរ៉ាពិតមែនរឿងវានឹងខ្លាចជាធំហើយប៉ះពាល់ដល់អនាគតរូបគេឥឡូវនេះមិនទាន់មានភស្តុតាងគ្រប់គ្រាន់គេនៅអាចនិយាយបានថាខ្ញុំជាអ្នកបង្កាច់បង្ខូចគេតែបើមានភស្តុតាងច្បាស់លាស់គេអាចនឹងត្រូវជាប់គុកខ្ញុំមិនចង់ធ្វើបាបគេទេសម្ដីសម្ដែងធ្វើជាមនុស្សល្អទាំងនេះធ្វើឲ្យខ្ញុំខឹងរហូតដល់ចង់សាច់ចេញមកខ្ញុំប្រាប់គាត់ថាលោកកុំបារម្ភអីប្រសិនបើក្នុងកាមេរ៉ាបង្ហាញថាខ្ញុំលោតចូលដោយខ្លួនឯងមែនលុយ3លានយ៉ននេះខ្ញុំមិនយកសំបីតែមួយសេនលោកនាយករោងចក្រនៅតែធ្វើទឹកមុខជឿចាប់ខ្លាំងបំផុតសំបីតែនៅលើផ្លូវដើរទៅបន្ទប់ត្រួតពិនិត្យគាត់នៅតែបន្តដកដង្ហើមធំមិនឈប់ឡើយប្រសិនបើខ្ញុំមិនមានការចងចាំតាំងពីជាតិមុនទេនោះខ្ញុំប្រហែលជាជឿលើការសម្ដែងរបស់គាត់បាត់ទៅដល់បន្ទប់ត្រួតពិនិត្យអ្នកគ្រប់គ្រងកាមេរ៉ាបានរកឃើញវីដេអូនោះហើយបន្ទាប់ពីមើលចប់អ្នកគ្រប់គ្នាសុទ្ធតែស្រឡាំងកាំងគេឃើញខ្ញុំនៅក្នុងវីដេអូកំពុងចូលធ្វើការយ៉ាងត្រឹមត្រូវស្រាប់តែនឹកឃើញអ្វីយ៉ាងក៏ដើរថយក្រោយពី3ជំហានរួចមើលឆ្វេងមើលស្ដាំពេលឃើញជាបានត្រៀមមនុស្សយ៉ាងខ្លាំងក៏លោតចូលទៅក្នុងម៉ាស៊ីនតែម្ដងវីដេអូបង្ហាញយ៉ាងច្បាស់ថាខ្ញុំជាអ្នកលោតចូលទៅដោយខ្លួនឯងលោកនាយករោងចក្រសម្លឹងមើលខ្ញុំដោយមោទនភាពតើវាជាយ៉ាងម៉េចដែរលើកនេះតើអ្នកនៅមានអ្វីចង់បកស្រាយទៀតទេលោកប្រធានយកលុយ3លានយ៉នមកប៉ះពលការខាតបង់ក្នុងរោងចក្ររឿងនេះគឺជាគំនិតរបស់ខ្ញុំដែលបានប្រាប់ទៅលោកនាយករោងចក្រតាមពិតទៅខ្ញុំមិនចង់លាក់បាំងទេចៅឈឹងគឺជាសាច់ញាតិរបស់ខ្ញុំតាំងពីតូចមកគេជាមនុស្សដែលមានគំនិតមិនល្អឡើយរូបខ្ញុំដែលអង្វរលោកនាយករោងចក្រកុំឲ្យដឹងដល់គេកុំបញ្ជូនគេទៅប៉ុស្តិ៍ប៉ូលីសអីលោកនាយករោងចក្រក៏យល់ដល់មុខមាត់ខ្ញុំទើបព្រមផ្ដល់លុយឲ្យដល់ទៅ3លានយ៉នបើលោកចង់ដាក់ទោសអ្នកណាសូមដាក់ទោសរូបខ្ញុំមកចុះក្រឡេកមើលទឹកមុខធ្វើជាមនុស្សល្អរបស់ឆឹងយ៉ានខ្ញុំដឹងក្នុងចិត្តថាឆាកល្ខោននេះទើបតែចាប់ផ្ដើមប៉ុណ្ណោះចាងស៊ូមីងឆឹងយ៉ានអ្នកទាំងពីរឈប់សម្ដែងទៀតទៅកាមេរ៉ានេះច្បាស់ជារបស់ខ្លាំងខ្លាយហើយខ្ញុំសូមទាមទារមើលកាមេរ៉ាសាជាថ្មីហើយយកវីដេអូនេះទៅពិនិត្យបញ្ជាក់ភាពត្រឹមត្រូវជាផ្លូវការនេះច្បាស់ជាវីដេអូដែលកាត់ទៅដោយបញ្ញាសិប្បនិម្មិតហើយវីដេអូសុវត្ថិភាពនេះមានចំណុចសង្ស័យពីរយ៉ាងច្បាស់ណាស់ទី1គឺនៅពេលដែលពួកយើងចូលមកដល់កម្មវិធីគ្រប់គ្រងវីដេអូត្រូវបានបើកចេញពីផ្ទៃអេក្រង់កុំព្យូទ័រដោយផ្ទាល់តែម្ដងទី2គឺរូបភាពនេះច្បាស់ខ្លាំងពេកហើយតើមានវីដេអូសុវត្ថិភាពផ្ទះណាដែលច្បាស់ដូចរឿងភាគទូរទស្សន៍បែបនេះល្មមហើយចៅឈឹងខ្ញុំដឹងថាឯងច្បាស់ជាមិនសុខចិត្តលោកប្រធានមានការងាររំញឹកណាស់គ្មានពេលមកធ្វើជាចៅក្រមកាត់សេចក្តីឲ្យឯងទេបើឯងមានចម្ងល់អំពីរឿងនេះពួកយើងយកវីដេអូសុវត្ថិភាពនេះទៅសួរនៅប៉ុស្តិ៍ប៉ូលីសទៅយ៉ាងម៉េចដែរខ្ញុំទើបតែរៀបនឹងនិយាយថាទៅគាត់តែមានសម្លេងមួយបន្លឺឡើងពីក្រោយថាទៅមិនបានទេខ្ញុំងាកក្រោយទៅមើលស្មានមិនដល់ថាម៉ាក់របស់ខ្ញុំមកដល់ដែរគាត់ដង្ហក់ខ្យល់យ៉ាងខ្លាំងរុញច្រានមនុស្សម្នាក់ចេញសក់ក្បាលញ៉ៃញ៉ៃកាន់កាបូបស្ពីរត់ចូលមកយ៉ាងលឿនគាត់ចាប់ក្តាប់ម្រាមដៃដែលនៅសល់របស់ខ្ញុំយ៉ាងណែនប្រើកម្លាំងសង្កត់ស្ទើរតែលេចចូលក្នុងសាច់ខ្ញុំស្រែកយំយ៉ាងខ្លាំងទឹកភ្នែកហូរចេញមកភ្លាមតែម្ដងចៅឈឹងឯងឈួតហើយមែនទេឯងនៅគិតថាខ្មាស់គេមិនទាន់គ្រាន់ទៀតមែនទេលោកអ៊ំប្អូនឯងខំរត់ចុះឡើងដើម្បីរឿងរបស់ឯងថែមទាំងខ្វល់ខ្វាយរឿងប្អូនប្រុសឯងចូលរៀនមហាវិទ្យាល័យស្ទើរទុកគួរឥឡូវឯងចង់បង្ខំឲ្យគាត់ស្លាប់មែនទេចង់បំផ្លាញអនាគតប្អូនប្រុសឯងមែនទេគ្រប់គ្នានៅទីនោះស្ងាត់ជ្រុងភ្លាមខ្សែភ្នែកគ្រប់គ្នាបានសម្លឹងមកកាន់ម៉ាក់របស់ខ្ញុំផ្ទៃមុខដែលធ្លាប់តែអស់សង្ឃឹមរបស់ឈឹងនានស្រាប់តែមានសង្ឃឹមឡើងវិញហាក់ដូចជាចាប់បានចម្បាំងសង្គ្រោះជីវិតអញ្ចឹងគេរើបំរះពីសន្តិសុខរួចលុបជង្គង់នៅចំពោះមុខម៉ាក់ខ្ញុំភ្លាមបងស្រីទី3បងមកដល់ល្មមហើយបងប្រញាប់ជួយបញ្ចុះបញ្ចូលចៅឈឹងទៅខ្ញុំពិតជាធ្វើដើម្បីល្អសម្រាប់វាពិតមែនណាតាមពិតរោងចក្រចង់ប្តឹងវាពីបទគំរាមទារប្រាក់គឺខ្ញុំសុខចិត្តលះបង់មុខមាត់ចាស់ទុំនេះអង្វរលោកនាយករោងចក្រអស់កន្លះថ្ងៃទើបអាចជួយការពារវាបានថែមទាំងជួយទារលុយថ្លៃអាហារបំពន់ចំនួន30000យ៉នឲ្យវាទៀតបើវាមិនដឹងគុណក៏ហីទៅចុះតែបើឥឡូវរឿងនេះកាន់តែរីកធំអាឈឹងកូនបងច្បាស់ជាត្រូវជាប់គុកមិនខានឡើយបើវាជាប់គុកទៅតើអាផឹងអាចប្រឡងចូលមហាវិទ្យាល័យយ៉ាងម៉េចទៅតើអាចប្រឡងយកបុណ្យស័ក្តិបានយ៉ាងម៉េចគេសម្ដែងឈុតឆាកដែលគេរៀបចំឡើងមានអារម្មណ៍ថាគួរឲ្យអស់សំណើចណាស់ពេលឮពាក្យថាជាប់គុកនឹងអាផឹងមុខម៉ាក់ខ្ញុំស្លេកស្លាំងភ្លាមអាផឹងគឺជាកែវភ្នែករបស់គាត់ហើយក៏ជាប្អូនប្រុសដែលរៀនវិទ្យាល័យអស់រយៈពេល7ឆ្នាំស្ដាប់មើលឯងស្ដាប់អ្វីដែលលោកអ៊ំប្អូនឯងនិយាយទៅមើលគាត់ទេកំភ្លៀងមួយដៃមកលើស្មារបស់ខ្ញុំចំកន្លែងមុខរបួសដែលដាច់ដើមដៃឆ្វេងរបស់ខ្ញុំល្មមការជិះចាប់យ៉ាងខ្លាំងបានរីករាលដាលពីស្មាពេញរាងកាយខ្ញុំធ្ងោតិចដោយការជិះចាប់ញើសត្រជាក់ហូរចេញមកតក់ប៉ុន្តែនៅតែសម្លឹងមើលម៉ាក់របស់ខ្លួនឯងមិនដាក់ភ្នែកម៉ាក់ដឹងទេថាពួកគេកំពុងតែបោកប្រាស់ម៉ាក់វាមិនមានការខុសឆ្គងអ្វីទាំងអស់ហើយក៏គ្មានរឿងដែលថាការអនុវត្តខុសត្រូវរបស់កូនដាច់ហើយណាទីស្នាក់ការកណ្ដាលបានអនុម័តប្រាក់សំណងចំនួន3លានយ៉នដោយផ្ទាល់គឺ3លានយ៉នលុយ3លានយ៉ននេះត្រូវបានឆឹងនាននិងចាំងស៊ូមីងដែលជាសត្វត្រឆានទាំងពីរនាក់នេះស៊ីដាច់អស់ហើយឯងនិយាយផ្ដេសផ្ដាស់ស្អីហ្នឹងតើលោកអ៊ំប្អូនឯងជាមនុស្សបែបណាម៉ាក់មិនដឹងមែនទេគាត់អាចមកលុបខ្លួនយកលុយឯងយ៉ាងម៉េចទៅឯងនេះពិតជាគិតតែពីរឿងលុយកាក់មែនឯងគ្រាន់តែមិនចង់ឃើញប្អូនឯងបានសុខតែប៉ុណ្ណោះពួកអ្នកកាសែតដែលនៅក្បែរឡើយដោយសារតែរឿងភាគគ្រួសារដែលកើតឡើងភ្លាមនេះធ្វើឲ្យពួកគេមានភាពពេលនេះពួកគេកាន់តែកាន់កាមេរ៉ានិងឧបករណ៍ថតតម្រង់មករកពួកយើងទាំងអស់គ្នាមតិយោបល់នៅក្នុងការផ្សាយផ្ទាល់រំកិលឡើងយ៉ាងលឿនដូចជាទឹកធ្លាក់អញ្ចឹងចម្រៃយកតានេះជាម៉ាក់បង្កើតមែនទេដៃកូនប្រុសដាច់ទាំងមូលហើយគាត់បែរជាខ្វល់តែរឿងមហាវិទ្យាល័យរបស់កូនពៅទៅវិញគ្រួសារដែលស្រឡាញ់កូនប្រុសលំអៀងបែបនេះខ្ញុំជួបច្រើនណាស់ពេលកូនច្បងខូចអនាគតក៏បិទជញ្ជក់ឈាមកូនច្បងយ៉ាងខ្លាំងដើម្បីចិញ្ចឹមកូនពៅដែលមិនបានការម៉ាក់ម្នាក់នេះល្ងងពេកហើយលុយ3លានយ៉នត្រូវសាច់ញាតិបោកអស់ហើយនៅជួយសាច់ញាតិរាប់លុយទៀតអាអ៊ំប្អូនម្នាក់នេះច្បាស់ជាមានបញ្ហាហើយមើលខ្សែភ្នែកគេទៅភ័យស្លន់ណាស់លោកប្រធានដែលនៅក្បែរនោះបានជួនចិញ្ចាំយ៉ាងណែក្នុងនាមជាអ្នកជំនួយរាប់សិបឆ្នាំគាត់មើលធ្លុះភ្លាមគាត់មិនបានហាមគាត់ឡើយគ្រាន់តែសម្លឹងមើលឈឹងនាននិងនាយករោងចក្រយ៉ាងត្រជាក់ខ្សែភ្នែករបស់គាត់ពោពេញដោយកំហឹងគួរឲ្យខ្លាចឯងកុំមកបង្កចំនួនរញ៉ៃញ៉ៃនៅទីនេះទៀតអីម៉ាក់របស់ឯងជាមនុស្សដែលដឹងខុសត្រូវឯងកុំយកគំនិតទុកខ្វក់របស់ឯងមកស្មានលើពួកយើងអីវីដេអូសុវត្ថិភាពរបស់ពួកយើងគឺនៅទីនោះស្រាប់ហើយឃើញច្បាស់ណាស់ថាឯងខ្លួនឯងទេដែលលោតចូលម៉ាស៊ីនបើឯងទៅប៉ុស្តិ៍ប៉ូលីសឥឡូវនេះគឺមានន័យថាប្តឹងភូតកុហកហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ល្អណាស់អីចឹងទៅប៉ុស្តិ៍ប៉ូលីសទៅមិនត្រឹមតែទៅប៉ុស្តិ៍ប៉ូលីសទេថែមទាំងត្រូវស្នើសុំស្ថាប័នត្រួតពិនិត្យកសោវិច័យជំនាញ
មកពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពដែលពួកលោកថាដើម្បីធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់គ្រប់រូបភាពខ្ញុំមិនចង់រស់ទៀតទេហើយអ្វីក៏ខ្ញុំកើតបានកូនអុកតេញ៉ូយ៉ាងនេះខ្លួនឯងធ្វើឲ្យដាច់ដៃដោយមិនប្រយ័ត្ននៅចង់មកធ្វើឲ្យក្តៅក្រហាយដល់គ្រួសារទាំងមូលទៀតខ្ញុំមិនចង់រស់ទៀតទេម៉ែឃើញខ្ញុំមិនស្ដាប់តាមក៏ខឹងញ័រជើងត្រឹករួចក៏អង្គុយចុះផ្ទាល់នឹងដីចាប់ផ្ដើមប្រើល្បិចយំស្រែកនាលដីដែលគាត់ជំនាញបំផុតសម្លឹងមើលម៉ែដែលកំពុងនាលដីក្នុងចិត្តរបស់ខ្ញុំមានត្រឹមតែភាពសោកសៅជាតិមុនខ្ញុំចាញ់បោកភាពទុនជ្រាយរបស់គាត់ត្រូវគេបោកឲ្យរ៉ាប់រងបំណុល3សែនយ៉នរហូតដល់ដើររើសអេតចៃស្លាប់យ៉ាងវេទនាពេលបានរស់ឡើងវិញម្ដងទៀតខ្ញុំដាច់ខាត់មិនដាល់ផ្លូវដដែលឡើយម៉ែឈប់រករឿងទៅបានទេទោះបីជាថ្ងៃនេះម៉ែស្លាប់នៅទីនេះក៏ដោយក៏ខ្ញុំត្រូវតែទៅប៉ុស្តិ៍ប៉ូលីសដែរលុយ3លានយ៉ននេះគឺជាលុយប្តូរនឹងជីវិតដែលដូរដោយដែនខាងរបស់ខ្ញុំអ្នកណាក៏មិនអាចយកទៅបានសំបីតែមួយសេនភាពដាច់ចិត្តរបស់ខ្ញុំធ្វើឲ្យម៉ែកាំងនិយាយមិនចេញនៅក្នុងការចងចាំរបស់ខ្ញុំតែងតែជាកូនដែលចេះអត់ធ្មត់ស្ដាប់បង្គាប់ជាកូនប្រុសច្បងដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីគ្រួសារគាត់នឹកស្មានមិនដល់តតែសោះថាអាវុធដែលដាច់ដែនខាងម្នាក់នេះបែរជាមានចិត្តរឹងដូចដែកយ៉ាងនេះលោកប្រធានក្នុងពេលដែលលោកនាយកនិងប្រធានរងជាងសុទ្ធតែអាងយ៉ាងមុតមមថាវីដេអូនោះជាការពិតអញ្ចឹងដើម្បីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននិងដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំសូមឲ្យលោកហៅប៉ូលីសភ្លាមទៅឲ្យប៉ូលីសមករហូតម៉ាស៊ីនរក្សាទុកទិន្នន័យដើម្បីធ្វើការត្រួតពិនិត្យបច្ចេកប្រធានសម្លឹងមើលខ្ញុំយ៉ាងជ្រៅគាត់ដឹងរឿងគ្រប់យ៉ាងក្នុងចិត្តច្បាស់ណាស់តាមរយៈអាកប្បកិរិយារ៉ារ៉ាំងមិនឲ្យដឹងប៉ូលីសរបស់ចាងស៊ូមីងនិងឆឹងយ៉ាងគាត់អាចទីដឹងពីការពិតបាន7-8%ឥឡូវនេះមានការផ្សាយផ្ទាល់ពេញអ៊ីនធឺណិតហ៊ានការពីកូនចៅក្នុងអំឡុងពេលក្រុមហ៊ុនហ៊ាននឹងជោគសាហ៊ុនបែបវានឹងក្លាយជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនលោកប្រធានងាកក្បាលមកវិញនិយាយសម្លេងតិចតែបញ្ជាឲ្យដឹងប៉ូលីសទៅកាន់ចាងស៊ូមីងដោយអំណាចមិនអាចប្រកែកបានចាងស៊ូមីងទុនជើងខ្ញាក់ស្ទើរតែដួលផ្ងាជើងមុខរបស់គាត់ប្រែជាស្លេកស្លាំងញើសត្រជាក់ហូរស្រក់មកលោកប្រធានរឿងតូចតាចប៉ុណ្ណឹងមិនបាច់រំខានដល់ប៉ូលីសទេដឹងបើរឿងនេះខ្ចោកខ្ចាយទៅក្រៅវានឹងប៉ះពាល់មិនល្អដល់រោងចក្រយើងទេឥឡូវគេកំពុងផ្សាយផ្ទាល់ពេញអ៊ីនធឺណិតហើយតើអញគិតថាផលប៉ះពាល់នៅអាចគ្រប់គ្រងបានទៀតបើមិនប្តឹងប៉ូលីសរកការពិតឲ្យឃើញទេក្រុមហ៊ុនយើងនឹងត្រូវរងការចោទប្រកាន់ថាមើលងាយជីវិតមនុស្សនិងរឿងស៊ីដាច់លុយសំណងរបស់បុគ្គលិកជីមិនខានតើអញអាចទទួលខុសត្រូវរឿងនេះបានទេចាងស៊ូមីងអស់សង្ឃឹមជាខ្លាំងគាត់ដឹងច្បាស់ថាលោកប្រធានកំពុងតែកាត់កន្ទុយរូបលោកចោលដើម្បីរក្សាក្រុមចំណែកឯឈឹងយ៉ាន់វិញខ្លាចរហូតដល់ញ័រខ្លួនត្រឹកគេប្រញាប់ងើបពីដីភ្លាមបំរុងនឹងលួចរត់គេខ្លួនពេលកំពុងច្របូកច្របល់តែត្រូវគេខាត់ជាប់អង្គរៈប៉ុន្មានអ្នករហ័សដៃជើងណាស់ក៏ចាប់សង្កត់ឈឹងយ៉ាន់ជាប់នឹងជញ្ជាំងពួកឯងចង់ធ្វើស្អីនឹងលេងខ្ញុំជាប្រជាពលរដ្ឋស្របច្បាប់ពួកឯងគ្មានសិទ្ធិមកឃុំឃាំងសេរីភាពផ្ទាល់ខ្លួនរបស់ខ្ញុំទេមុនពេលប៉ូលីសមកដល់មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចាក់ចេញពីទីនេះសូម្បីតែមួយជំហាន15នាទីក្រោយមកឡានប៉ូលីស3គ្រឿងបានបើកចូលក្នុងរោងចក្រយ៉ាងលឿនប៉ូលីសប៉ុន្មានអ្នកបានដើរយ៉ាងលឿនចូលទៅក្នុងបន្ទប់កាមេរ៉ាសុវត្ថិភាពលោកប៉ូលីសលីដែលជាអ្នកដឹកនាំបានសម្លឹងមើលជុំវិញកន្លែងកាត់សម្លឹងមើលដៃដែលដាច់របស់ខ្ញុំបន្តិចរួចក៏សួរដោយសម្លេងធ្ងន់ថាតើអ្នកណាជាអ្នកដឹងប៉ូលីសមានរឿងអ្វីកើតឡើងគឺខ្ញុំជាអ្នកដឹងខ្ញុំឈ្មោះចៅឈឹងជាអតីតបុគ្គលិករបស់រោងចក្រនេះបន្ទាប់ពីដៃឆ្វេងរបស់ខ្ញុំត្រូវម៉ាស៊ីនកិនដាច់នៅក្នុងរោងជាងលោកនាយករោងចក្រចាងស៊ូមីងនិងប្រធានរោងជាងឆឹងយ៉ានពួកគេបានប្រើបានបំណុលចំនួន3សែនយ៉នដើម្បីបង្ខំឲ្យខ្ញុំចុះហត្ថលេខាព្រមទាំងស៊ីដាច់លុយសំណងគ្រោះថ្នាក់ការងារចំនួន3លានយ៉នដែលក្រុមហ៊ុនផ្ដល់ឲ្យបន្ទាប់ពីលោកប៉ូលីសលីស្ដាប់ចប់គាត់ក៏ជួនចិញ្ចាំចូលគ្នាគាត់ងាកទៅសម្លឹងមើលចាងស៊ូមីងនិងឆឹងយ៉ានតើអ្វីដែលគេនិយាយនោះជាការពិតដែរឬទេលោកប៉ូលីសកុំទៅស្ដាប់គេនិយាយផ្ដេសផ្ដាស់អីគេនេះកំពុងតែគំរាមកំហែងចម្រិតទារប្រាក់សោះយើងមានវីដេអូកាមេរ៉ាសុវត្ថិភាពជាភស្តុតាងគឺវាខ្លួនឯងទេដែលចង់បោកយកលុយទើបវាសុកចិត្តលូកដៃចូលទៅក្នុងម៉ាស៊ីនដោយចិត្តណាបែបនេះមែនហើយពួកយើងមានវីដេអូសុវត្ថិភាពលោកប៉ូលីសលោកត្រូវតែផ្ដល់យុត្តិធម៌ឲ្យពួកយើងផងណាលោកប៉ូលីសលីមិនបានខ្វល់នឹងការស្រែកឡូឡារបស់ពួកគេឡើយប៉ុន្តែគាត់បានដើរទៅមុខម៉ាស៊ីនបញ្ជាកាមេរ៉ាសុវត្ថិភាពរួចនិយាយទៅកាន់ប៉ូលីសផ្នែកបច្ចេកទេសដែលនៅពីក្រោយថាបើវីដេអូកាមេរ៉ាសុវត្ថិភាពនៅថ្ងៃកើតហេតុនោះមកមើលបន្តិចបាទប៉ូលីសបច្ចេកទេសក៏បញ្ជាកុំព្យូទ័រយ៉ាងស្ទាត់ជំនាញមិនយូរប៉ុន្មានវីដេអូដែលកាត់ដោយបច្ចេកវិទ្យា AI នោះក៏បានបង្ហាញឡើងនៅលើអេក្រង់ម្ដងទៀតក្នុងវីដេអូនោះខ្ញុំកំពុងឈរនៅមុខម៉ាស៊ីនដែលកំពុងដើរតែដូចជាមនុស្សឈួតស្ទុះទៅរកកង់ថ្មីម៉ាស៊ីនដែលកំពុងវិលយ៉ាងលឿនដោយខ្លួនឯងលោកប៉ូលីសមើលចុះនេះគឺជាភស្តុតាងដែលមិនអាចប្រកែកបានឡើយអាម្នាក់នេះវាជាមនុស្សឈួតសោះដើម្បីតែលុយសំបីតែជីវិតក៏វាមិនស្ដាយដែរអាសត្វត្រឆានចង់ងាប់ឲ្យហើយអ្វីបានជាឯងធ្វើរឿងបែបនេះអញចង់ធ្វើឲ្យគ្រួសារទាំងមូលធ្លាក់ក្នុងភាពវិនាសមែនទេខ្ញុំមិនបានគេទេសុកចិត្តឲ្យគាត់វិដំតាមចិត្តប៉ុន្តែភ្នែករបស់ខ្ញុំសម្លឹងមើលទៅវីដេអូមិនដាក់ភ្នែកខួរក្បាលចាប់ផ្ដើមគិតយ៉ាងលឿនកាលពីជាតិមុនគឺដោយសារតែវីដេអូមួយនេះហើយដែលធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំត្រូវដួលរលំទាំងស្រុងពេលនោះខ្ញុំទើបតែវះកាត់រួចស្មារតីនៅមិនទាន់នឹងនៅឡើយបូករួមទាំងការគំរាមកំហែងនិងការយំស្រែករបស់ម៉ែខ្ញុំទៀតខ្ញុំថែមទាំងលួចសង្ស័យខ្លះថាពិតជាមកពីខ្ញុំធ្វេសប្រហែសក្នុងការងារខ្លួនឯងមែនឬអត់ប៉ុន្តែឥឡូវនេះខ្ញុំបានរស់ឡើងវិញម្ដងទៀតស្មារតីរបស់ខ្ញុំគឺច្បាស់លាស់បំផុតលោកប៉ូលីសលីវីដេអូនេះគឺជារបស់ខ្លាំងខ្លាយវាត្រូវបានកាត់ដោយប្រើបច្ចេកវិទ្យា AI កម្រិតខ្ពស់គ្រាន់តែសម្ដីនេះលេចចេញមកភ្លាមមនុស្សគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាត់ដោយ AI ចឹងហេអូនឯងមើលរឿងបែបវិទ្យាសាស្ត្រច្រើនពេកហើយដឹងនេះជាកាមេរ៉ាសុវត្ថិភាពរបស់រោងចក្រណាតើអ្នកណាមានសមត្ថភាពអាចទៅកែវាបានទៅមែនហើយកុំមកនិយាយភូតភពផ្ដេសផ្ដាស់នៅទីនេះឲ្យសោះបងប្រុសបាយអាចញ៉ាំខុសបានតែសម្ដីមិនអាចនិយាយចេះតែបានឡើយតើឯងមានភស្តុតាងអ្វីមកបញ្ជាក់ថាវីដេអូនេះជាការកាត់ភស្តុតាងគឺនៅក្នុងវីដេអូនោះឯងលោកប៉ូលីសលីសូមលោកឲ្យខាងបច្ចេកទេសជួយសារវីដេអូឲ្យយឺតជាងនេះបន្តិចរួចជួយពង្រីកត្រង់ចំណុចដែលខ្ញុំស្ទុះទៅរកម៉ាស៊ីននោះផងប៉ូលីសបច្ចេកទេសក៏ធ្វើតាមអ្វីដែលខ្ញុំបានប្រាប់រូបភាពត្រូវបានពង្រីកនិងបង្ហាញយឺតម្ដងមួយប្លង់យ៉ាងច្បាស់នៅលើអេក្រង់អំពូលភ្លើងនៅក្នុងរោងចក្រនេះគឺបំភ្លឺចេញពីចំហៀងខាងលើចំពីលើក្បាលមកប៉ុន្តែនៅខណៈពេលដែលខ្ញុំស្ទុះទៅរកម៉ាស៊ីននោះស្រមោលរបស់ខ្ញុំបែរជាមានលក្ខណៈខុសប្លែកពីធម្មតានៅតាមគែមរូបភាពថែមទាំងមានស្នាមព្រាលទៀតផងបើតាមរូបវិទ្យានៃពន្លឺវាមិនអាចទៅរួចតតែសោះមានតែការប្រើដើម្បីកាត់យករូបមនុស្សមកដាក់បញ្ជូរក្នុងវីដេអូថ្មីតែប៉ុណ្ណោះទើបវាបង្កឲ្យមានកំហុសឆ្គងបច្ចេកទេសបែបនេះកែវភ្នែករបស់លោកប៉ូលីសលីប្រែជាមុតស្រួយភ្លាមគាត់បានអោនទៅចិត្តអេក្រង់រួចពិនិត្យមើលត្រង់ចំណុចដែលខ្ញុំបានបង្ហាញយ៉ាងយកចិត្តហើយនៅមានកន្លែងនេះទៀតនៅពេលដែលម៉ាស៊ីនកំពុងដំណើរការយ៉ាងលឿនផ្ទៃលោហៈរបស់វានឹងមានពន្លឺជះត្រឡប់មកវិញប៉ុន្តែនៅក្នុងវីដេអូនេះពន្លឺចាំងនៅលើផ្ទៃម៉ាស៊ីនគឺនៅស្ងៀមរហូត
វាមិនបានប្រែប្រួលទៅតាមចលនារបស់ខ្ញុំដែលដើរទៅគ្មានការផ្លាស់ប្ដូរពន្លឺឬស្រមោលអ្វីបន្តិចសោះឡើយនេះបញ្ជាក់ថារូបខ្ញុំនៅក្នុងវីដេអូនេះគឺជាការយកមកបិទបញ្ជូគ្នានៅពេលក្រោយតែប៉ុណ្ណោះវាមិនស៊ីគ្នាជាមួយនឹងបរិយាកាសនៅជុំវិញនិងមិនមានការជះពន្លឺតាមបែបធម្មជាតិឡើយក្នុងបន្ទប់បញ្ជាកាមេរ៉ាស្រាប់តែប្រែជាស្ងាត់ជ្រុងដូចគេចាក់ទឹកមនុស្សគ្រប់គ្នាដកដង្ហើមញាប់សម្លឹងមើលទៅកំហុសឆ្គងលើអេក្រង់ដែលខ្ញុំបានបង្ហាញទោះបីជាពួកគេមិនយល់ពីបច្ចេកទេសកាត់ឬការជះពន្លឺក៏ដោយប៉ុន្តែបន្ទាប់ពីការបកស្រាយរបស់ខ្ញុំនៅពេលមើលវីដេអូម្ដងទៀតពួកគេក៏ចាប់ផ្ដើមមើលឃើញភាពមិនប្រក្រតីយ៉ាងច្បាស់ប្រអប់បញ្ចេញមតិក្នុងបន្ទប់ផ្សាយផ្ទាល់បានផ្ទុះឡើងម្ដងទៀតផ្អើលអស់ហើយបងប្រុសម្នាក់នេះជាទេវតាភ្នែកទឹកចុះមកចាប់ជាតិមែនទេនិតមើលបានល្អិតល្អន់ខ្លាំងណាស់ខ្ញុំជាអ្នកជំនាញកាត់ផ្សាយភាពយន្តអ្វីដែលបងម្នាក់នេះនិយាយគឺត្រឹមត្រូវវីដេអូនេះពិតជាត្រូវបានកែច្នៃដោយអេពិតមែនហើយបច្ចេកទេសដែលគេប្រើទៀតសោតក៏នៅមានកម្រិតដែរជួគេកាត់ក្នុងតម្លៃថោកហើយមើលទៅជាហួសចិត្តមែនដើម្បីតែលុយពួកមូលធននិយមទាំងនេះហ៊ានប្រើដល់បច្ចេកវិទ្យាអីដើម្បីបោកប្រាស់ទៀតពិតជាបើកភ្នែកឲ្យភ្លឺមែនលោកប៉ូលីសប្រញាប់ស៊ើបអង្កេតទៅនេះពិតជាករណីធំហើយផ្ទៃមុខរបស់ចាងស៊ូមីងប្រែជាស្លេកស្លាំងដូចខ្មោចលំប្រាញ់ញ័រដោយកូនសត្វជើងទាំងពីរក៏ទន់លែងមានកម្លាំងរួចក៏ដួលអង្គុយទៅលើកៅអីអ្នកឯងនិយាយលេសលប់នេះវាគ្រាន់តែជាការដោះសារប៉ុណ្ណោះលោកប៉ូលីសពួកលោកកុំជឿសម្ដីភូតភររបស់គេឲ្យសោះគេគ្រាន់តែចង់កោលុយតែប៉ុណ្ណោះតើជាការដោះសារឬក៏អត់គ្រាន់តែពិនិត្យម៉ាស៊ីនមេនៃកាមេរ៉ាសុវត្ថិភាពទៅក៏ដឹងបាត់ទៅហើយប្រសិនបើវីដេអូនេះជាវីដេអូដើមនោះកំណត់ត្រានៃការកែប្រែក្នុងម៉ាស៊ីនមេច្បាស់ជាគ្មានអ្វីទាំងអស់ប៉ុន្តែបើមានអ្នកណាម្នាក់ដូរវីដេអូក្នុងប្រព័ន្ធច្បាស់ជាបន្សល់ទុកនៅស្លាកស្នាមមិនខានលោកប៉ូលីសលីងមកក្បាលទៅកាន់ប៉ូលីសបច្ចេកទេសពិនិត្យមើលទៅម្រាមដៃរបស់ប៉ូលីសបច្ចេកទេសបានវាលើក្តារចុចយ៉ាងរហ័សកូជាច្រើនជួបានរត់កាត់អេក្រង់យ៉ាងលឿនពេលវេលាបានកន្លងផុតទៅ1នាទីហើយ1នាទីបរិយាកាសនៅក្នុងបន្ទប់ត្រួតពិនិត្យហាក់ដូចជាកកស្ទះឈឹងវាអាប់អួរខ្លាំងរហូតដល់ធ្វើឲ្យគេថប់ដង្ហើម5នាទីក្រោយមកគាត់ក៏បានឈប់ធ្វើសកម្មភាពរួចនិយាយទៅកាន់លោកប៉ូលីសលីក្នុងទឹកមុខមើលមាត់ថាលោកមេបញ្ជាការលីពិនិត្យឃើញហើយកំណត់ឲ្យប្រព័ន្ធនៃម៉ាស៊ីនមេកាមេរ៉ាសុវត្ថិភាពបង្ហាញថាកាលពីយប់មិញវេលាម៉ោង2រំលងអធ្រាត្រមានអ្នកប្រាសិទ្ធជាអ្នកគ្រប់គ្រងចូលទៅក្នុងប្រព័ន្ធហើយបានលុបវីដេអូដើមក្នុងថ្ងៃដែលកើតមានគ្រោះថ្នាក់នោះចោលគ្រាន់តែសម្ដីនេះនិយាយចេញមកវាប្រៀបដូចជាក្របបែកដ៏ធំមួយដែលផ្ទុះឡើងនៅក្នុងបន្ទប់ត្រួតពិនិត្យអញ្ចឹងលោកប្រធានក្រុមហ៊ុនខឹងយ៉ាងខ្លាំងគាត់បានទះទៅមួយទំហឹងចាងស៊ូមីងឆឹងយ៉ានតើពួកឯងនៅមានអ្វីត្រូវនិយាយទៀតទេលោកប្រធានខ្ញុំដឹងកំហុសហើយមួយពេលហ្នឹងខ្ញុំវង្វេងវង្វាន់ខុសឆ្គងណាស់គឺមកពីឆឹងយ៉ានទាំងអស់គឺអាថោកទៀបឆឹងយ៉ាននេះហើយជាអ្នកចេញគំនិតវាប្រាប់ថាចៅឆឹងជាមនុស្សស្រែចម្ការមិនដឹងអីឲ្យតែយើងបំភ័យគេបន្តិចទៅនោះលុយ3លានយ៉ននេះយើងអាចចែកគ្នាបានហើយខ្ញុំពិតជាត្រូវខ្មោចចូលសន្ធិដ្ឋមើលមិនឃើញខុសត្រូវមែននិយាយលបឡែគឺអញទេដែលចង់បានលុយ3លានយ៉ននោះខ្លាំងពេកហើយនិយាយថាចង់ទិញវីឡាមួយក្នុងនៅទីក្រុងឲ្យស្រីកំណាន់ទើបមកបង្ខំឲ្យខ្ញុំទៅរកមនុស្សធ្វើវីដេអូខ្លាំងៗនេះឡើងឥឡូវនេះអញចង់ទម្លាក់កំហុសទាំងអស់មកលើក្បាលយើងមែនទេកុំសង្ឃឹមឲ្យសោះអ្នកទាំងពីរបានស្ទុះទៅវីតបគ្នាបញ្ចេញចរិតថោកទាបមកទាំងអស់ប៉ូលីសក៏បានស្ទុះទៅខាត់ពួកគេភ្លាមដាក់ខ្នោះពួកវាទៅឲ្យមើលឲ្យជាប់អ្នកទាំងពីរដែលធ្លាប់ជិះជាន់ខ្ញុំឥឡូវនេះប្រៀបដូចជាតួអង្គកំ pl ែងសាច់ចំអស់ខ្ញុំមិនមានអារម្មណ៍សប្បាយចិត្តបន្តិចតែភាពហត់នឿយតែប៉ុណ្ណោះកុំកម្រើកលោកប៉ូលីសបើពួកវាបានលុបវីដេអូដាំចោលហើយតើអាចសង្គ្រោះវាមកវិញបានទេខ្ញុំត្រូវតែដឹងឲ្យបានថានៅថ្ងៃនោះតើវាមានរឿងអ្វីកើតឡើងឲ្យប្រាកដទិន្នន័យក្នុង hard disk ត្រូវបានគេសរសេរជាន់ពីលើម្ដងរួចទៅហើយបើចង់សង្គ្រោះវាដោយផ្ទាល់គឺពិបាកខ្លាំងណាស់ប៉ុន្តែសម្រាប់រោងចក្រខ្នាតធំបែបនេះដើម្បីការពារកុំឲ្យបាត់បង់ទិន្នន័យជាធម្មតាច្បាស់ជាមានប្រព័ន្ធចម្លងទុកដោយស្វ័យប្រវត្តិនៅលើ cloud លោកប្រធានប្រព័ន្ធសុវត្ថិភាពក្នុងក្រុមហ៊ុនរបស់លោកប្រហែលជាមានការចម្លងទុកនៅលើ cloud មែនទេម៉ាស៊ីនមេនៅការិយាល័យកណ្ដាលនឹងធ្វើការភ្ជាប់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពនៅគ្រប់រោងចក្រក្នុងត្រូវរក្សាទុកតាមរយៈពេល30ថ្ងៃបើអញ្ចឹងវាមិនពិបាកទេប៉ូលីសបច្ចេកទេសបានចូលទៅក្នុងប្រព័ន្ធដណ្ដាញផ្ទៃក្នុងភ្លាមដើម្បីភ្ជាប់ទៅកាន់ម៉ាស៊ីនមេរបស់ការិយាល័យកណ្ដាលប៉ុន្មាននាទីក្រោយមកវីដេអូដើមមួយដែលមិនទាន់មានការកែច្នៃអ្វីទាំងអស់ដែលជាវីដេអូកាមេរ៉ាសុវត្ថិភាពកម្រិតច្បាស់ក៏បានបង្ហាញឡើងនៅលើអេក្រង់មនុស្សគ្រប់គ្នាបានទប់ដង្ហើមហើយសម្លឹងមើលអេក្រង់មិនដាក់ភ្នែករូបភាពនៅក្នុងវីដេអូគឺច្បាស់ខ្លាំងណាស់នៅថ្ងៃនោះខ្ញុំកំពុងឈរនៅមុខម៉ាស៊ីនត្រៀមនឹងបញ្ជាវាដោយសារតែការកាត់ជាថ្មីនេះខ្ញុំមានអារម្មណ៍ចំពោះម៉ាស៊ីនដែលបានលេបត្របាក់ដៃរបស់ខ្ញុំមួយនេះពោពេញទៅដោយភាពភ័យខ្លាចនៅក្នុងរូបភាពរាងកាយរបស់ខ្ញុំកំពុងតែញ័រយ៉ាងច្បាស់បន្ទាប់មកខ្ញុំក៏បានដើរថយក្រោយពី3ជំហានហើយរៀបនឹងងាកក្រោយដើរចេញទៅស្រាប់តែពេលនោះឯងបុរសម្នាក់ដែលស្លៀកឯកសណ្ឋានជាប្រធានរោងជាងក៏បានបង្ហាញខ្លួននៅពីក្រោយខ្នងរបស់ខ្ញុំយ៉ាងស្ងៀមស្ងាត់គេបានប្រឡេកមើលឆ្វេងស្ដាំដើម្បីឲ្យប្រកាសថាគ្មានអ្នកណាចាប់ក៏លូកដៃទាំងពីរចេញមកយ៉ាងលឿនហើយច្រានខ្នងរបស់ខ្ញុំមួយទំហឹងខ្ញុំដែលមិនបានប្រុងប្រយ័ត្នក៏បាត់បង់លំនឹងភ្លាមហើយដួលទៅខាងមុខទាំងស្រុងតែឆ្វេងរបស់ខ្ញុំក៏ត្រូវបានចូលទៅក្នុងធ្មេញម៉ាស៊ីនដែលកំពុងវិលយ៉ាងលឿននោះឈាមបានបាញ់ចេញមកភ្លាមរហូតដល់ក្រហមពេញអេក្រង់នៅក្នុងបន្ទប់ត្រួតពិនិត្យបានលើឡើងនៅសំឡេងស្រែកដោយភាពភ័យរន្ធត់ចំណែកឯម៉ាក់របស់ខ្ញុំវិញគាត់ក៏បានរំលឹកភ្នែកស្លាសន្លប់រហូតដល់សន្លប់បាត់ស្មារតីភ្លាមភាពបានបញ្ឈប់ចំផ្ទៃមុខរបស់អ្នកដែលបានរុញនោះគឺជាផ្ទៃមុខដែលពោពេញដោយអំពើហិង្សានិងភាពសាហាវយង់ក្នុងពេញវ័យជាផ្លូវការទេមិនអាចទៅរួចទេចឹងយ៉ានសម្លឹងមើលខ្លួនឯងនៅលើអេក្រង់ទាំងជើងទន់កន្ត្រាក់ដួលទៅលើដីនៅចន្លោះជើងស្រាប់តែទឹកជោគមួយកន្លែងធំជាក្លិនឆ្អេះដែលគួរឲ្យខ្ពើមរអាំចេញមកចឹងយ៉ានអញវាជាសត្វត្រឆានអញហ៊ានសម្លាប់មនុស្សដោយចិត្តងារផងអញឈួតហើយមែនទេចឹងយ៉ានអញត្រូវបានសង្ស័យពីបទបង្កបួសស្នាមដោយចិត្តណាឥឡូវនេះយើងនឹងចាប់ខ្លួនអញទៅតាមផ្លូវច្បាប់ទេខ្ញុំមិនបានធ្វើទេខ្ញុំមិនបានតាំងចិត្តទេថ្ងៃនោះខ្ញុំគ្រាន់តែទៅត្រួតពិនិត្យនៅរោងជាងប៉ុណ្ណោះឃើញចៅឆឹងមិនខំធ្វើការហើយថែមទាំងដើរថយក្រោយទៀតខ្ញុំខឹងមួយផ្លែតក៏ចង់រុញគេបន្តិចដើម្បីឲ្យគេប្រញាប់ធ្វើការខ្ញុំពិតជាមិនមានបំណងរុញគេឲ្យចូលទៅក្នុងម៉ាស៊ីននោះទេនោះវាជាគ្រោះថ្នាក់ចៃដន្យពិតជាគ្រោះថ្នាក់ចៃដន្យមែនខ្ញុំក៏សាច់ចំអកបន្តិចបោះជំហានចូលទៅជាម្ដងមួយយ៉ាងគំហុកគ្រោះថ្នាក់ចៃដន្យមែនទេអញដឹងយ៉ាងច្បាស់ថារបាំងការពាររបស់ម៉ាស៊ីននោះខូចយូរហើយអញក៏ដឹងដែរថាម៉ាស៊ីនកំពុងដំណើរការក្នុងល្បឿនលឿនបំផុតអញប្រើកម្លាំងបុកពីក្រោយរុញខ្ញុំឲ្យស្លាប់ហើយអញមកប្រាប់ខ្ញុំថាជាគ្រោះថ្នាក់ចៃដន្យមែនទេលោកនាយករោងចក្ររបាំងការពាររបស់ម៉ាស៊ីននោះហេតុអ្វីបានជាមិនដែលជួសជុលសោះអញ្ចឹងចាំងសៀងមីងញ័រខ្លួនត្រើតនិយាយត្រដិតត្រដករកពាក្យនិយាយមិនចេញខ្ញុំចង់អោបទៅកាន់ចាំងសៀងមីងនិងចឹងយ៉ានចាំខ្ញុំនិយាយជំនួសលោកចុះពីព្រោះអ្នកទាំងពីរបានខົບខិតគ្នាយកថវិកាសម្រាប់ជួសជុលគ្រឿងចក្រដែលរោងចក្របានផ្ដល់ឲ្យមកកេងប្រវ័ញ្ចទុកផ្ទាល់ខ្លួនទាំងអស់ម៉ាស៊ីននោះវាខូចតាំងពីយូរណាស់មកហើយឧស្សាហ៍ទាំងខ្សែពីណាស់ថ្ងៃនោះតាមពិតទៅម៉ាស៊ីនចិត្តនឹងខូចទាំងស្រុងទៅហើយចឹងយ៉ានត្រូវការអ្នកដែលត្រូវទទួលកំហុសជំនួសដើម្បីមកទទួលខុសត្រូវចំពោះការខូចខាតរបស់ម៉ាស៊ីន
ដើម្បីបិទបាំងការពិតនៃការកេងប្រវ័ញ្ចថវិកាជួសជុលរបស់ពួកឯងដូច្នេះនៅពេលដែលគេឃើញខ្ញុំភ័យខ្លាចហើយដើរថយក្រោយគេក៏រុញខ្ញុំចូលទៅដោយមិនស្ទាក់ស្ទើរឡើយដោយប្រើដែនខាងរបស់ខ្ញុំដើម្បីមកទូទាត់នៅការកេងប្រវ័ញ្ចរបស់ពួកឯងសម្លេងរបស់ខ្ញុំបានបន្លឺឡើងពេញបន្ទប់ត្រួតពិនិត្យរាល់ពាក្យសម្ដីសុទ្ធតែជាប្រយោគសុទ្ធតែចាក់ដោតដល់ទៅកាន់ចាំងសៀងមីងនិងចិនយ៉ានមតិយោបល់នៅក្នុងការផ្សាយផ្ទាល់បានផ្ទុះឡើងយ៉ាងខ្លាំងនេះគឺជាការសម្លាប់មនុស្សច្បាស់ណាស់នេះគឺជាការសម្លាប់មនុស្សវាពិតជាសាហាវពេកហើយកេងប្រវ័ញ្ចលុយជួសជុលហើយយកជីវិតកម្មករមកបិទបាំងកំហុសត្រូវតែដាក់ទោសឲ្យបានធ្ងន់បំផុតបើមិនកាត់ទោសប្រហារជីវិតទេមេដីពិតជាមិនអត់អន់ឲ្យឡើយភស្តុតាងមានពេញលេញមូលហេតុនៃការបង្កហេតុក៏ច្បាស់យ៉ាងនិងចាំងស៊ុងមីងមិនអាចប្រកែកបានឡើយត្រូវបានប៉ូលីសអូសចេញពីបន្ទប់ត្រួតពិនិត្យដូចជាឆ្កែញាប់អញ្ចឹងពួកកម្មករបានដឹងការពិតតាមរយៈការផ្សាយផ្ទាល់តាំងពីដំបូងឃើញដូច្នោះពួកគេក៏ជាប្រតិចដោយកំហឹងថាវាសម្លាប់អសត្វត្រឆានទាំងពីរនាក់នេះទៅនាំគ្នាស្រែកជេរថាជាពួកឃាតសម្លាប់មនុស្សប៉ូលីសបានប្រឹងប្រែងយ៉ាងខ្លាំងទើបអាចញាត់ពួកវាទាំងពីរនាក់ចូលទៅក្នុងឡានប៉ូលីសសម្លេងស៊ីរ៉ែនបន្លឺឡើងយ៉ាងខ្លាំងរថយន្តក៏បានបើកចេញទៅយ៉ាងលឿននៅក្នុងបន្ទប់ត្រួតពិនិត្យលោកប្រធានក្រុមប្រឹក្សាពិបាលបានដកដង្ហើមធំលោកបានដើរមករកខ្ញុំហើយសម្លឹងមើលទៅអាប់ដៃខាងឆ្វេងដែលនៅទេស្អាតរបស់ខ្ញុំនៅក្នុងភ្នែករបស់លោកមានពន្លឺនៃអារម្មណ៍យ៉ាងស្មុគស្មាញមានទាំងក្តីអាណិតនិងមានទាំងអារម្មណ៍ខុសប៉ុន្តែអ្វីដែលលើសពីនេះទៅទៀតនោះជាការសម្រេចចិត្តរបស់អ្នកមានអំណាចបន្ទាប់ពីបានគិតគូរពីផលចំណេញរួចរាល់ជើងរឿងនេះគឺជាកំហុសរបស់ក្រុមហ៊ុនចំពោះឯងមកពីខ្ញុំប្រាំមនុស្សដោយមិនបានត្រួតពិនិត្យឲ្យបានដោយឲ្យមានពួកសត្វល្អិតបែបនេះជ្រៀតចូលក្នុងជួរគ្រប់គ្រងបានតែធ្វើឲ្យឯងត្រូវរងទុក្ខវេទនាខ្លាំងបែបនេះប្រាប់ទៅផ្នែកហិរញ្ញវត្ថុឲ្យផ្ទេរប្រាក់សំណងគ្រោះថ្នាក់ការងារចំនួន3លានយ៉នជាបន្ទាន់ចូលទៅក្នុងកណនីផ្ទាល់ខ្លួនរបស់ជើឈឹងក្រៅពីនេះទៀតដោយសារសមិទ្ធជើឈឹងនៅក្នុងហេតុការណ៍មួយនេះបានរងនៅការជិះចាប់យ៉ាងខ្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តព្រមទាំងទង្វើដ៏ក្លាហានក្នុងការលាតត្រដាងពួកពុករលួយក្រុមហ៊ុនបានសម្រេចចិត្តបន្ថែមប្រាក់សំណងបន្ថែមទៀតចំនួន2លានយ៉នសម្រាប់ជាការប៉ះពាល់ផ្លូវចិត្តនិងជាប្រាក់រង្វាន់លើកទឹកចិត្តសរុបទាំងអស់គឺ5លានយ៉នទន្ទឹមនឹងនោះដែរក្រុមហ៊ុននឹងរ៉ាប់រងរាល់ការចំណាយទាំងអស់សម្រាប់ការដំឡើងដៃសិប្បនិម្មិតឆ្លាតវៃដែលទំនើបបំផុតជូនដល់ជើឈឹងហើយសន្យាថាឲ្យតែជើឈឹងយកព្រមក្រុមហ៊ុននឹងនៅតែរក្សាតំណែងគ្រប់គ្រងដ៏សមរម្យមួយសម្រាប់រូបគេជានិច្ចនៅពេលសម្ដីនេះត្រូវបានពោលចេញមកបរិយាកាសនៅទីនោះក៏ចាប់ផ្ដើមពុះកញ្ជ្រោមម្ដងទៀតលុយ5លានយ៉នបូករួមទាំងដៃសិប្បនិម្មិតទំនើបបំផុតមួយព្រមទាំងមានការធានាការងារអស់មួយជីវិតទៀតសម្រាប់កម្មករថ្នាក់ទាបម្នាក់នេះប្រៀបដូចជាលាភសក្ការៈធ្លាក់ពីលើមេឃអញ្ចឹងមកតែនៅក្នុងបន្ទប់ផ្សាយផ្ទាល់ក៏បានផ្លាស់ប្ដូរភ្លាមដែរលោកប្រធានពិតជាអស្ចារ្យណាស់នេះទើបជាការទទួលខុសត្រូវដែលសហគ្រាសមានគុណធម៌គួរតែមានខ្ញុំសម្លឹងមើលទៅផ្ទៃមុខដ៏ស្មោះត្រង់របស់លោកប្រធានក្នុងចិត្តលួចសើចចំអកជាខ្លាំងខ្ញុំដឹងច្បាស់ណាស់ថាហេតុអ្វីបានជាគាត់ចិត្តទូលាយបែបនេះបើធៀបទៅនឹងការដែលក្រុមហ៊ុនចិត្តត្រូវចុះបញ្ជីក្នុងសារកំពុងប្រឈមមុខនឹងវិបត្តិមតិសាធារណៈលុយ5លានយ៉ននេះគឺតិចតួចបំផុតដូចរោងគោមួយសរសៃអញ្ចឹងគាត់កំពុងប្រើលុយដើម្បីបិទមាត់ខ្ញុំប្រើលុយដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនឡើងវិញហើយរត់តែប្រើលុយនៅចំពោះមុខអ្នកសារព័ត៌មានដើម្បីបង្កើតរូបភាពជាសហគ្រាសដែលមានទំនួលខុសត្រូវក្រុមហ៊ុនដែលពោពេញដោយភាពថ្លៃថ្នូរនេះគឺជាការដោះស្រាយវិបត្តិដ៏ល្អឥតខ្ចោះបំផុតប៉ុន្តែខ្ញុំមិនបានបដិសេធឡើយព្រោះខ្ញុំដឹងច្បាស់ណាស់ពីសារៈសំខាន់នៃលុយនៅក្នុងលោកដ៏អាក្រក់មួយនេះបើគ្មានលុយសូម្បីតែដកដង្ហើមក៏ខុសដែរជាតិមុនគឺមកពីខ្ញុំគ្មានលុយទើបត្រូវបានគេជន់ឈ្លីដោយសត្វឆ្កែបែបនេះលុយ5លានយ៉ននេះគឺខ្ញុំដូរមកវិញដោយបាត់បង់ដែនខាងវាជាអ្វីដែលខ្ញុំគួរតែយ៉ាងទៀតខ្ញុំក៏ត្រូវការពហិរញ្ញវត្ថុនេះដែរដើម្បីទៅសម្រេចផែនការបន្ទាប់របស់ខ្ញុំអង្គក្បាលបន្តិចនិយាយដោយសម្ដីរាបស្មើបំផុតមិនមានភាពរំភើបឡើយអរគុណលោកប្រធានលុយនេះខ្ញុំនឹងទទួលយកចំណែករឿងការងារមិនបាច់ទេបាទខ្លួនប្រានពីការរបស់ខ្ញុំនេះមិនចង់បង្កបញ្ហាដល់ក្រុមហ៊ុនទៀតឡើយក្នុងភ្នែកលោកប្រធានលេចចេញនៅពន្លឺនៃការកោតសរសើរគាត់មកទេស្មាខ្ញុំថ្នមល្អណាស់កូនប្រុសទៅថ្ងៃមុខបើមានការលំបាកអ្វីអាចមករកខ្ញុំបានគ្រប់ពេលរឿងកំ pl ែងមួយនេះទីបំផុតក៏បានបញ្ចប់ទៅក្នុងរូបភាពដែលមើលទៅសប្បាយចិត្តទាំងអស់គ្នាវាំងនឹងបានបិទចុះហើយមនុស្សម្នាចាប់ផ្ដើមបែកផ្លូវគ្នាទៅអស់នៅក្នុងបន្ទប់ត្រួតពិនិត្យនៅសល់តែខ្ញុំនិងម៉ែដែលទើបតែដឹងខ្លួនឡើងវិញគាត់អង្គុយដេកយ៉ាងអស់កម្លាំងភ្នែកសម្លឹងមើលទៅមុខដោយភាពទេសស្អាតទោះជាមនុស្សបាត់បង់វិញ្ញាណអ្វីដែលបានកើតឡើងអំបញ្ញមិញបានកំទេចរាល់ការយល់ឃើញរបស់គាត់អស់រលីងសាច់ញាតិដែលគាត់ខំកប់គុណគ្រប់បែបយ៉ាងបែរជាឃាតករដែលស្ទើរតែសម្លាប់កូនប្រុសរបស់គាត់ទៅវិញកូនប្រុសច្បងដែលគាត់តែងតែមើលងាយបែរជាទទួលបានលុយដល់ទៅ5លានយ៉នអាឈឹងគាត់និយាយទាំងបូមមាត់ញ័រត្រើតព្យាយាមហៅឈ្មោះរបស់ខ្ញុំនៅក្នុងសម្លេងនោះពោពេញដោយភាពទីបទន់និងការភ័យខ្លាចដែលមិនធ្លាប់មានពីមុនមកខ្ញុំដើរទៅឈរនៅចំពោះមុខគាត់សម្លឹងមើលគាត់ពីលើចុះក្រោមម៉ែល្ខោនចប់ហើយត្រឡប់ទៅផ្ទះវិញទៅអាឈឹងម៉ែខុសហើយពិតជាមិនដឹងថាអសត្វត្រឆាននោះនឹងធ្វើបែបនេះដាក់កូនឡើយបើម៉ែដឹងថាវាច្រើនកូនទោះត្រូវយកជីវិតចាស់នេះទៅបដូរក៏ម៉ែត្រូវតែសម្លាប់វាចោលដែរអាឈឹងម៉ែទៅថ្ងៃមុខម៉ែឈប់និយាយរឿងឲ្យប្អូនឯងរៀនមហាវិទ្យាល័យទៀតហើយគាត់អប់ជើងខ្ញុំហើយយំយ៉ាងខ្លាំងសម្លឹងមើលទឹកមុខយំស្រែកអង្គប្រកបរបស់គាត់ក្នុងចិត្តរបស់ខ្ញុំមិនមានអារម្មណ៍រំភើបបន្តិចសោះឡើយគ្មានកំហឹងគ្មានភាពសោកសៅមានតែភាពហត់នឿយនិងភាពធូរស្រាលដែលរកអ្វីប្រៀបមិនបានម៉ែមិនបាច់សុំទោសខ្ញុំទេម៉ែមិនបានធ្វើខុសចំពោះខ្ញុំឡើយម៉ែគ្រាន់តែស្រឡាញ់ប្អូនជាងខ្ញុំតែប៉ុណ្ណោះនេះជាសិទ្ធិរបស់ម៉ែទេមិនមែនទេពួកកូនទាំងពីរសុទ្ធតែជាសាច់ឈាមបង្កើតរបស់ម៉ែទាំងអស់នឹងគាត់គ្រវីក្បាលយ៉ាងខ្លាំងព្យាយាមចាប់យកក្តីមេត្តាចុងក្រោយពីខ្ញុំតាំងពីតូចដល់ធំឲ្យតែនៅក្នុងផ្ទះមានរបស់ឆ្ងាញ់គឺទុកឲ្យប្អូនទាំងអស់ពេលខ្ញុំប្រឡងចប់មហាវិទ្យាល័យម៉ែប្រាប់ថាផ្ទះគ្មានលុយឲ្យខ្ញុំជប់រៀនទៅធ្វើការដើម្បីឲ្យប្អូនរៀនត្រួតថ្នាក់ប្អូនទៅជួបប្រកែកគ្នាបង្កបញ្ហានៅសាលាម៉ែឲ្យខ្ញុំទៅលុបជង្គង់សុំទោសគេនិងសងលុយគេជំនួសវារហូតដល់ខ្ញុំដាច់ដៃខាងអ្វីដែលម៉ែបារម្ភមិនមែនជាការជិះចាប់របស់ខ្ញុំទេប៉ុន្តែគឺបារម្ភថាតើខ្ញុំនៅអាចរកលុយចិញ្ចឹមគ្រួសារបានទៀតឬអត់តើអាចឲ្យប្អូនបន្តរៀនមហាវិទ្យាល័យបានទៀតទេម៉ែនៅក្នុងចិត្តរបស់ម៉ែខ្ញុំមិនដែលជាកូនប្រុសរបស់ម៉ែឡើយខ្ញុំគ្រាន់តែជាសត្វលាកំពុងរកលុយឲ្យគ្រួសារនេះតែប៉ុណ្ណោះសត្វលារកលុយឥឡូវនេះសត្វលាម្នាក់នេះបាក់ជើងមកខាងហើយអូសតេលេងរួចហើយប៉ុន្តែសំណាងល្អដែរដែលចុងក្រោយសត្វលានេះលក់បាន5លានយ៉នគ្រប់គ្រាន់ឲ្យអ្នកទាំងអស់គ្នាជឿទុកស៊ីមួយជីវិតសៀវឈឹងកូនគុំនិយាយបែបនេះអីកូនកំពុងធ្វើឲ្យម៉ែឈឺចាប់ដូចខ្វេះបេះដូងអញ្ចឹងក្នុងចំណោម5លានយ៉ននេះខ្ញុំនឹងដក5សែនយ៉នដើម្បីទិញផ្ទះដែលមានជណ្ដើរយន្តនៅស្រុកកំណើតឲ្យម៉ែហើយនឹងសន្សំលុយ20ម៉ឺនយ៉នទៀតទុកជាលុយសម្រាប់ចិញ្ចឹមម៉ែពេលចាស់រៀងរាល់ខែខ្ញុំនឹងផ្ញើលុយឲ្យម៉ែចាយវាឲ្យបានទៀងទាត់ធានាថាជីវភាពម៉ែមិនឲ្យខ្វះខាតឡើយប៉ុន្តែរឿងរបស់ប្អូនប្រុសចាប់ពីពេលនេះទៅខ្ញុំនឹងមិនខ្វល់សូម្បីតែមួយសេនបើវាចង់រៀនមហាវិទ្យាល័យឲ្យវាទៅធ្វើការរកលុយបង់ថ្លៃសាលាដោយខ្លួនឯងទៅបើវាចង់ការប្រពន្ធ
ឲ្យវាទៅរកលុយសម្រាប់ថ្លៃទឹកដោះខ្លួនឯងទៅខ្ញុំបានប្រើដែនខាងរបស់ខ្ញុំដើម្បីសងគុណបង្កើតនិងគុណចិញ្ចឹមបីបាច់របស់អ្នកទាំងអស់គ្នាចាប់ពីពេលនេះទៅខ្ញុំជឿឈឹងនឹងរស់នៅដើម្បីខ្លួនឯងវិញម្ដងនិយាយចប់ខ្ញុំមិនបានងាកមើលគាត់សំបីតែមួយភ្នែកហើយក៏ដើរចេញពីបន្ទប់ត្រួតពិនិត្យភ្លាមពន្លឺថ្ងៃរៀងចាំងភ្នែកបន្តិចខ្ញុំភ្នែកហើយដកដង្ហើមវែងស្រូបយកខ្យល់អាកាសនៅខាងក្រៅទោះបីជាវាមានក្លិនប្រេងម៉ាស៊ីនដែលជារបស់រោងចក្រក៏ដោយប៉ុន្តែវាមានអារម្មណ៍ថាមានសេរីភាពខ្លាំងណាស់ពេលខែក្រោយមកញូរបស់តុលាការប្រជាជនថ្នាក់កណ្ដាលបានគូសចុះយ៉ាងខ្លាំងប្រកាសសារក្រមចុងក្រោយរបស់ឈឹងយៀននិងចាំងស៊ូមីងឈឹងយៀនត្រូវបានកាត់ទោសពីបទបង្កបួសស្នាមដោយចេតនាបទរំលោភលើសេចក្តីទុកចិត្តនិងបទច្បោកដោយត្រូវប្រន្ទាទោសសរុបដាក់ពន្ធនាគាររយៈពេល15ឆ្នាំនិងដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ចាំងស៊ូមីងត្រូវបានកាត់ទោសពីបទរំលោភលើសេចក្តីទុកចិត្តបទច្បោកនិងបទកឹបកេងប្រាក់ដោយត្រូវប្រន្ទាទោសសរុបដាក់ពន្ធនាគាររយៈពេល10ឆ្នាំព្រមទាំងពិន័យជាប្រាក់1លានយ៉ននៅខណៈពេលលើសារក្រមឈឹងយៀនបានដួលសន្លប់ស្តុកស្ដឹងនៅកន្លែងជន់ជាប់ចោតហើយត្រូវបានប៉ូលីសតុលាការអូសចេញទៅដូចជាកំទេចពួកអញ្ចឹងចំណែកឯចាំងស៊ូមីងវិញទឹកភ្នែកហូរហាំពេញមុខក្នុងមាត់រអ៊ូមិនឈប់ពីពាក្យថាកម្ពុជាមែនហើយវាគឺជាកម្ពុជាខ្ញុំអង្គុយនៅជួរក្រោយគេនៃកៅអីអ្នកចូលរួមស្ដាប់ដោយសម្លឹងមើលរឿងរ៉ាវទាំងអស់នេះដោយត្រជាក់ស្រង់ទុំកាលពីជាតិមុនពួកគេរស់នៅផ្ទះវីឡានៅក្នុងទីក្រុងបើកឡានស៊េរីទំនើបឯខ្ញុំវិញត្រូវឡានធំកិនបំបែកឆ្អឹងនៅក្នុងយប់ដែលមានភ្លៀងធ្លាក់មកជាតិម្នាក់នេះទីបំផុតខ្ញុំបានបញ្ជូនពួកគេទៅនរកដោយដៃរបស់ខ្ញុំផ្ទាល់តែចេញពីទ្វារតុលាការម៉ែនិងអាប្អូនប្រុសអត់ប្រយោជន៍របស់ខ្ញុំកំពុងតែរងចាំនៅខាងក្រៅដោយសារតែប្អូនប្រុសដឹងរឿងលុយ5លានយ៉ននោះប៉ុន្មានខែនេះវាតែងតែមកបង្កចំនួននៅផ្ទះជួលរបស់ខ្ញុំមិនឈប់ថ្ងៃនេះវាច្បាស់ជាមកទាលុយទៀតហើយបងប្រុសតើពេលណាទៅបងព្រមឲ្យលុយ5លានយ៉ននោះមកខ្ញុំពេញចិត្តឡានផុសមួយគ្រឿងតែខ្វះលុយកក់5សែនយ៉នទៀតបងប្រញាប់ឲ្យលុយមកខ្ញុំមកកុំឲ្យខាតពេលខ្ញុំទៅញ៉ៃស្រីពេលឃើញមុខមាត់អាវីឡែតដែលយល់ថាអ្វីជារឿងធម្មតាបែបនេះខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់សាច់ណាស់ពេលឃើញមុខមាត់អាវីឡែតដែលយល់ថាអ្វីជារឿងធម្មតាបែបនេះខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់សាច់ណាស់ខ្ញុំធ្លាប់និយាយច្បាស់ហើយថាក្រៅពីលុយសម្រាប់ចិញ្ចឹមម៉ែពេលចាស់ខ្ញុំមិនឲ្យអញសំបីតែមួយសេនពេលឮសម្ដីនេះហើយប្អូនប្រុសក៏ក្តាប់ដៃយ៉ាងណែនហាក់ដូចជាចង់ហក់មកពីខ្ញុំវាសម្លឹងមើលមកខ្ញុំមិនដាក់ភ្នែកជើឈឹងបងគុំមកធ្វើចរិតរកខ្ពស់ពេកមនុស្សពិការដូចបងយកលុយច្រើនម្លឹងទៅធ្វើអីចង់យកទៅតាមខ្លួនពេលងាប់មែនទេខ្ញុំជាប្អូនបង្កើតរបស់បងលុយបងក៏ដូចជាលុយខ្ញុំដែរបើបងមិនឲ្យខ្ញុំនឹងទៅប្តឹងតុលាការម៉ែឈរនៅខាងភ្នែករបស់គាត់ងាកចេញមិនហ៊ានសម្លឹងមើលមកខ្ញុំឡើយច្បាស់ណាស់ថាគាត់កំពុងតែចូលដៃឲ្យអាប្អូនប្រុសម្នាក់នេះមកបង្ករឿងខ្ញុំដកទូរស័ព្ទចេញមកល្អណាស់ចង់ប្តឹងក៏ទៅប្តឹងទៅរួចខ្ញុំក៏បើកសំឡេងដែលបានថតទុកអាពីការដែនខាងប្រញាប់ប្រគល់លុយមកឲ្យអញភ្លាមបើមិនអញ្ចឹងទេអញនឹងសម្លាប់ឯងចោលទឹកមុខរបស់ប្អូនប្រុសប្រែប្រួលភ្លាមទោះបីជាវាជាមនុស្សមិនបានក៏វាមិនមែនជាមនុស្សល្ងងដែរវាដឹងថាការគំរាមកំហែងទារប្រាក់ត្រូវជាប់គុកអញសាក់ទីមើលបើខ្ញុំយកអាសំឡេងថតនេះទៅឲ្យប៉ូលីសតើវាចូលក្នុងករណីគំរាមកំហែងទារប្រាក់ដែរឬទេបងពិតជាសាហាវណាស់ចាំមើលទៅថ្ងៃក្រោយគង់តែជួបគ្នាទេនិយាយរួចវាក៏អូសដៃម៉ែដើរចេញទៅទាំងអាម៉ាស់មុខខ្ញុំសម្លឹងមើលស្រមោលក្នុងរបស់ពួកគេដែលដើរចេញទៅឆ្ងាយភាពរំជើបរំជួលអ្វីបន្តិចឡើយបានដកពួកគេចេញពីពិភពលោករបស់ខ្ញុំជាយូរមកហើយពេលរសៀលខ្ញុំបានទៅមជ្ឈមណ្ឌលស្ដារនីតិសន្តិអ៊ីជឺតែល្អបំផុតប្រចាំខេត្តលោកប្រធានបានធ្វើតាមការសន្យារបស់គាត់ដោយបានរៀបចំឲ្យខ្ញុំនៅបច្ចេកវិទ្យាវះកាត់សរសៃប្រសាទកម្រិតពុះជាមួយដែលយើងនៅទីផ្សារនាពេលបច្ចុប្បន្នបន្ទាប់ពីឆ្លងកាត់ការវះកាត់ភ្ជាប់សរសៃប្រសាទដោយជឿចាប់និងការហ្វឹកហាត់ស្ដារនីតិសន្តិរយៈពេល2ខែពេញទីបំផុតខ្ញុំអាចគ្រប់គ្រងដៃថ្មីនេះបានយ៉ាងស្ទាត់ជំនាញហើយវាត្រូវបានផលិតឡើងពីលោហៈធាតុទីតានីញ៉ូមនិងសរសៃកាបូនដែលមានកម្លាំងខ្ពស់ផ្ទៃខាងក្រៅស្រោបដោយថ្នាំពណ៌ប្រភេទប្រាក់ពោពេញដោយបច្ចេកវិទ្យាដ៏ត្រជាក់ស្រេកខ្ញុំឈរនៅមុខបង្អួតកញ្ចក់នៃមជ្ឈមណ្ឌលស្ដារនីតិសន្តិសាកល្បងក្តាប់កណ្ដាប់ដៃយន្តខាងឆ្វេងឲ្យណែនម៉ូតូតូចបញ្ចេញសំឡេងរំតិចកម្លាំងក្តាប់ដ៏ខ្លាំងក្លាសូម្បីតែគ្រាប់វាលណាត់ក៏អាចកិនខ្ទេចបានដែរខ្ញុំសម្លឹងមើលស្រមោលខ្លួនឯងដែលឆ្លុះក្នុងកញ្ចក់ខ្សែភ្នែកមមួនរាងកាយត្រង់ស្មើតែខាងឆ្វេងជះពន្លឺលោហៈធាតុលែងជាកម្មករថ្នាក់ទាបដែលទុនជ្រាយនឹងរងចាំឲ្យគេធ្វើបាបទៀតហើយប៉ុន្តែគឺជាអ្នកសងសឹកដែលវាចេញពីនរកជាអ្នកកើតជាថ្មីដែលក្តាប់វាសនាខ្លួនឯងបានខ្ញុំប្រើប្រាស់លុយដែលនៅសល់ជាង4លានយ៉នជួលការិយាល័យមួយជាន់ក្នុងអគារពាណិជ្ជកម្មតែអ៊ូអរបំផុតក្នុងទីក្រុងខ្ញុំបានចុះបញ្ជីក្រុមហ៊ុនផ្ដល់ជំនួយផ្នែកច្បាប់ឈ្មោះ Posial និងក្រុមហ៊ុនប្រឹក្សាការពារសិទ្ធិអាជីវកម្មរបស់ក្រុមហ៊ុនគឺសាមញ្ញគឺធ្វើឡើងសម្រាប់មនុស្សដែលធ្លាប់ដូចជាខ្ញុំដែលរងគ្រោះថ្នាក់ការងារនៅក្នុងរោងចក្រត្រូវថៅកែជីជាន់ត្រូវមេខ្យល់បោកប្រាស់ក្នុងចំណោមកម្មករថ្នាក់ទាបនិងជនពិការដើម្បីផ្ដល់ការប្រឹក្សាផ្នែកច្បាប់និងសេវាកម្មការពារសិទ្ធិដោយឥតគិតថ្លៃខ្ញុំមានក្តីសុខដែលបានជួបក្រុមមេធាវីច្បាប់ការងារដ៏ពូកែបំផុតប្រចាំខេត្តព្រមទាំងជ្រើសរើសអតីតទាហានដែលមានមន្តសការនិងអតីតអ្នកកាសែតដែលជំនាញខាងប្រមូលភស្តុតាងនិងលាតត្រដាងរឿងអាស្រឹងងឹតខ្ញុំមិនខ្វះលុយទេខ្ញុំខ្វះតែយុទ្ធធម៌ប៉ុណ្ណោះការជិះចាប់ដែលខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំមិនចង់ឲ្យអ្នកដទៃជួបប្រទះសូម្បីតែបន្តិចឡើយការជិះថ្មីលើកនេះខ្ញុំមិនត្រឹមតែត្រូវសងសឹកពួកអ្នកដែលធ្វើបាបខ្ញុំឲ្យអស់នោះទេប៉ុន្តែខ្ញុំត្រូវរស់នៅក្នុងជីវិតថ្មីដ៏អស្ចារ្យខ្ញុំចង់ឲ្យពួកមហាសេដ្ឋីដែលឈ្មោះឆ្មៃទាំងនោះដឹងថាសូម្បីតែស្រមោចសង្គមថ្នាក់ទាបក៏មានថ្មីដែរហើយក៏អាចខំផ្ដាច់បំពង់របស់ពួកគេបានដែរថ្ងៃនេះជាថ្ងៃបើកសម្ពោធក្រុមហ៊ុន Posial ជាផ្លូវការគ្មានការកាត់ខ្សែបូគ្មានកន្ត្រកការអបអរសាទរមានតែសំណុំរឿងគ្រោះថ្នាក់ការងារនិងការការពារសិទ្ធិពីល្បីដែលទើបតែទទួលយកនៅលើទៅធ្វើការរបស់ខ្ញុំយ៉ាងស្ងប់ស្ងាត់ខ្ញុំបើកមើលសំណុំរឿងមួយក្នុងចំណោមនោះរូបថតនោះគឺជាក្មេងស្រីម្នាក់ដែលមានអាយុត្រឹមតែ19ឆ្នាំត្រូវម៉ាស៊ីនក្នុងរោងចក្រតម្បាញកិនដាច់ម្រាមដៃ3តែរោងចក្របែរជាយកលេខថាជាបុគ្គលិកបណ្ដោះអាសន្នដើម្បីបដិសេធការសងជំនួយចិត្តខ្ញុំសម្លឹងមើលរូបថតដែលប្រឡាក់ទៅដោយឈាមនោះខ្សែភ្នែកក៏ប្រែជាត្រជាក់ស្រេកបន្តិចម្ដងខ្ញុំចុចប៊ូតុងបញ្ជាលើទៅធ្វើការមេធាវីចាំងសំណុំរឿងរោងចក្រតម្បាញនោះត្រូវដាក់ពាក្យប្តឹងភ្លាមប្រាប់ថៅកែខាងនោះថាយើងមិនព្រមសម្របសម្រួលឡើយជួបគ្នានៅតុលាការឲ្យដឹងស្ខ្មៅលោកប្រធានចៅខ្ញុំបិទម៉ាស៊ីនតាក់ទងក្រោកឈរដើរទៅមុខបង្អួចកញ្ចក់ដ៏ធំចរាចរណ៍ដ៏មានញឹកក្នុងទីក្រុងកំពុងហូរមិនចេះដាច់នៅក្រោមជើងរបស់ខ្ញុំពន្លឺព្រះអាទិត្យរីបលេចនៅចម្ងាយបានជ្រលក់ទីក្រុងទាំងមូលឲ្យទៅជាពណ៌ក្រហមដូចឈាមខ្ញុំពាក់អាវធំហើយដើរចេញពីការិយាល័យយ៉ាងស្វាហាប់នៅខាងក្រោមអ្នកបើកបររបស់ខ្ញុំបានបញ្ឆេះឡានរងចាំរួចជាស្រេចឡានបើកបរយ៉ាងរលូនចូលទៅក្នុងផ្លូវធំលោលំនឹងចរាចរណ៍ដ៏ច្រើនកុះករខ្ញុំលើកដៃយន្តពណ៌ប្រភេទប្រាក់ខាងឆ្វេងឡើងនៅក្រោមពន្លឺព្រះអាទិត្យចាំងជះ
វាបញ្ចេញពន្លឺដ៏ត្រជាក់និងរឹងមាំដូចជាបេះដូងរបស់ខ្ញុំនាពេលនេះអញ្ចឹងដែលរឹងមាំគ្មានអ្វីអាចបំផ្លាញបានឡើយ